ก็แต่ជាសមាជិកទើបបានសមាជិកតើសមាជិកជាអ្វីគឺអាចដាក់ប្រាក់តម្កល់ទិញភេសជ្ជៈទុកមុននៅក្នុងហាងយើងតម្កល់ប្រាក់100 អឺគឺជាសមាជិកប្រាក់អាចឡើងជាន់ទី2បានធ្វើបែបនេះជាបន្តបន្ទាប់រហូតដល់សមាជិកកម្រិតខ្ពស់បំផុតចុះបើប្រាក់មិនទាន់អស់ធ្វើម៉េចទៅបើមិនទាន់អស់គឺមានបញ្ជីកត់ត្រាដាច់ដោយឡែករាល់ការចំណាយទាំងអស់នឹងត្រូវកត់ត្រាទុកយ៉ាងលម្អិតកម្រិតសមាជិកកាន់តែខ្ពស់ការបញ្ចុះតម្លៃក៏កាន់តែច្រើនដែរគ្រប់គ្នាអាចជ្រើសរើសកម្រិតសមាជិកតាមលទ្ធភាពរៀងខ្លួនអញនេះគឺជាបញ្ជីមុខម្ហូបគ្រាន់តែរត់កណ្ដឹងអ្នកបម្រើនឹងដើរមកហើយថ្ងៃស្អែកបើកសម្ពោធនៅតែត្រូវរំខានលោកនិងលោកជៀនសឹងមកកាត់ខ្សែបូទៀតព្រួយបារម្ភអីខ្ញុំនឹងនាំលោកឪពុកមកជាមួយលោកនិងលោកជៀនសឹងគឺជាសមាជិកមាសខ្មៅឥតគិតថ្លៃពេញមួយជីវិតអាល្អិតម្នាក់នេះមាត់ផ្អែមដូចលាបទឹកឃ្មុំអីចឹងខ្ញុំមិនបន្តដំណើរជាមួយអ្នកទាំងអស់គ្នាទេថ្ងៃស្អែកត្រូវបើកហាងហើយអ្នកនៅទីនេះរៀបចំខ្លួនឲ្យស្រួលបួលទៅហេតុអ្វីបានជាភោជនីយដ្ឋានរបស់មេតបនៅតែសុខសប្បាយជាធម្មតាភោជនីយដ្ឋាននោះមានកងទ័ពខែដាច់យាមការពារខ្ញុំពិតជាអញអត់ខួរក្បាលទេហ៎បើដោះស្រាយកងទ័ពខែដាច់មិនចេញចូលដោះស្រាយមនុស្សសំខាន់បំផុតក្នុងភោជនីយដ្ឋានទៅមនុស្សសំខាន់បំផុតគឺលីនវ៉ាងមែនទេតែគេនៅថ្នាក់ទី8តើកំសាកណាស់មនុស្សសំខាន់គឺឆេនស្វៀនប៉ុន្តែឆេនស្វៀនកាន់បញ្ជីការឈើបៃតងនៅក្នុងដៃទៅជាការខ្ចីគេទេបញ្ជីការឈើបៃតងត្រូវបានសង្វិញហើយក្នុងផ្ទះរបស់គាត់មានឪពុកម្ដាយនិងប្អូនស្រីម្នាក់ខ្ញុំបានទៅចាត់ការពួកគេភ្លាមហើយខួរក្បាលអញជាខួរក្បាលជ្រូកឬគឺប្រាប់ឲ្យអញចាប់ឪពុកម្ដាយនិងប្អូនស្រីគេដើម្បីឲ្យបងស៊ុយជីឈប់ធ្វើសកម្មភាពខ្ញុំយល់ហើយខ្ញុំនឹងទៅចាត់ការឥឡូវនេះចេហ្វគួរតែរកទៅធ្វើផ្ទាល់ខ្លួនឯងល្អទេវ៉ាងហ៊ូជាមនុស្សល្ងងម្នាក់នេះខ្ញុំបារម្ភថាគេធ្វើមិនបានល្អទេរឿងខ្លះទាំងខ្ញុំនិងអញសុទ្ធតែមិនអាចចេញមុខតទេរហ័សអញ្ជើញពួកគេចូលទៅនេះគឺជាលោកជំទាវធំនៃមេតបយើងអ្នកជាឪពុកម្ដាយនិងប្អូនស្រីរបស់ឆេនសៀនមែនទេកូនកសិករគោរពជូនពរមិនបាច់ធ្វើគៀវកិច្ចទេបន្តរស់នៅទីនេះក្នុងមេតបដោយសុខសាន្តចុះបាទចាស់អាកាងនាំពួកគេទៅកន្លែងស្នាក់នៅចុះហេតុអ្វីគ្មានមនុស្សម៉ាក់កូនបាននៅកញ្ញាតូចសៀវចៅនិយាយថាឥឡូវម៉ាក់ជាចុងភើមិចប្រចាំមេតបក្មេងប្រុសនេះឥឡូវពូកែខ្លាំងណាស់រកប្រាក់បានច្រើនណាស់ហើយថែមទាំងចង់ទិញផ្ទះទៀតផងការទិញផ្ទះទុកសិនចុះប្រាក់សន្សំទុករកប្រពន្ធមួយជាមុនសិនប៉ាខ្ញុំទើបតែអាយុ15ឆ្នាំទេមិនទាន់ប្រញាប់ទេប៉ាម៉ាក់ថ្ងៃស្អែកពួកយើងនៅមានការងារទៀតសូមត្រឡប់ទៅសម្រាប់សិនហើយប៉ាពួកអ្នកក៏ចូលគេងឲ្យបានលឿនបន្តិចទៅចុះថ្ងៃស្អែកហាងស្រាពិតជានឹងត្រូវបើកដំណើរការហើយរងចាំរយយ៉ាងចូលប្រក្រតីភាពខ្ញុំទើបអាចមានចិត្តស្ងប់រៀបចំការទម្លាយកម្រិតទី1ដើម្បីទៅចូលរួមក្នុងព្រះអាទិត្យខ្លាចជាកូនចៅផ្ទាល់របស់គ្រូបាជាដាវមេតបក្នុងកិច្ចការនយោបាយរាជការជាវិបត្តិរួចទៅហើយភោជនីយដ្ឋានមួយនេះគឺជាក្តីសង្ឃឹមដើម្បីងើបឡើងវិញរបស់មេតបឈិនសនតើអ្នកគិតថាតម្លៃយើងកំណត់ខ្ពស់ពេកទេលោកជំទាយកុំបារម្ភអីភោជនីយដ្ឋានយើងនេះគឺសម្រាប់អតិថិជនលំដាប់ខ្ពស់ខ្ញុំបារម្ភថាឲ្យតែយើងលើកមុខម្ហូបដាក់ឡើងទៅប្រកាសជាមានភ្ញៀវមកមិនខានជឿជាក់លើខ្ញុំចុះមិនបាច់ធ្វើពុតជាក្រៅក្របខ័ណ្ឌពេកទេពិតជាទោះនៅយូរក៏មិនប្រកាសថាមានចិត្តស្រឡាញ់ដែរបានហើយអ្នកឯងទៅរៀបចំចុះពេលខ្ញុំចូលគាល់ព្រឹកចប់ខ្ញុំនឹងមកខាងភោជនីយដ្ឋាននេះពេលកាត់ខ្សែបូគឺកំណត់នៅពេលថ្ងៃត្រង់ត្រូវទេប្រកាសហើយលោកម្ចាស់រវល់រួចចាំមក
កូនតូចសូមក្រាបថ្វាយបង្គំលោកជំទាវនិងសូមក្រាបថ្វាយបង្គំលោកជំទាវលោកជំទាវលាវ លោកម្នាក់នេះគឺជាបណ្ឌិតជាន់ខ្ពស់ប្រចាំលោកចាស់តុងឈិនហុងយី ក្លិនឈ្ងុយឈ្ងប់ណាស់ចង់តែភ្លុកភ្លាមតែម្ដងលោកម្ចាស់ចាស់ទុំសូមរងចាំបន្តិចសិនបន្តិចទៀតនឹងលើកកំហុកជូនលោកភ្លាមពេលវេលាជិតដល់ហើយលោកជំទាវពួកយើងចេញទៅក្រៅទាំងអស់គ្នា អរគុណសម្រាប់ការអញ្ជើញមកដល់របស់អស់លោកស្រីរសជាតិម្ហូបរបស់ពួកយើងគឺមិនធ្លាប់មានពីមុនមកទេសូមស្វាគមន៍គ្រប់គ្នាអញ្ជើញមកភ្លក់នាងខ្ញុំសូមប្រកាសថាភោជនីយដ្ឋានសាងសុខបើកដំណើរការជាផ្លូវការហើយ ទាំងអស់គ្នាភោជនីយដ្ឋានសាងសុខរបស់យើងមានចំនួន5ជាន់គ្រប់គ្នាអាចចូលទៅញ៉ាំអាហារនៅជាន់ទី1បានជាន់ទី1គឺជាសាលធំចំណែកឯចាប់ពីជាន់ទី2ឡើងទៅគឺជាបន្ទប់ពិសេសប្រសិនបើចង់ឡើងទៅជាន់ទី2ត្រូវតែក្លាយជាសមាជិករបស់ហាងយើងសិនប្រសិនបើចង់ក្លាយជាសមាជិកគឺត្រូវដាក់ប្រាក់តម្កល់ស្បៀងអាហារនៅហាងយើងតាំងប្រាក់100ក្លាយជាសមាជិកប្រាក់អាចឡើងទៅជាន់ទី2ហូបអាហារតាំងប្រាក់500ក្លាយជាសមាជិកមាសឡើងជាន់ទី3និងបន្តទៀតឈួតហើយមែនទេគ្រាន់តែស៊ីបាយសោះត្រូវតែងប្រាក់100បានអាចចូលជាន់ទី2និងទី3គេមិនទៅតែនិយាយទេហេក្លាយជាសមាជិកទៅអាចទទួលបានការបញ្ចុះតម្លៃសាច់ជ្រូកទាំងនេះគឺហូបដោយឥតគិតថ្លៃអូព្រះជាម្ចាស់ឲ្យហេតុអ្វីក៏ឆ្ងាញ់យ៉ាងនេះក្រអូបម្លេះនេះគឺជាមុខម្ហូបថ្មីមែនទេប៉ុន្តែគ្រាន់តែហិតក្លិននេះធ្វើឲ្យខ្ញុំទ្រាំមិនបានតតែសោះ ព្រួយបារម្ភអីម្ហូបឆ្ងាញ់បែបនេះមិនបាច់ខ្លាចគ្មានមួយទេស្រស់ស្អាតតើចង់កុំងម្ហូបបន្តទៀតទេអស់មនុស្សហើយប៉ុន្តែយប់នេះប្រហែលជាហត់ជាងឥឡូវទៅទៀតអរគុណអ្នកទាំងអស់គ្នាហើយថ្ងៃនេះខ្ញុំជាអ្នករ៉ាប់រងរង្វាន់ប្រាក់5អរគុណលោកចៅហ្វាយអ្នកទាំងអស់គ្នាសម្រាប់ចុះខ្ញុំទៅសួនខាងមុខបន្តិចចំណូលថ្ងៃនេះយ៉ាងម៉េចដែរត្រឹមតែមួយថ្ងៃនេះមានប្រាក់ចូលជាង 25000 គិតបែបនេះខែទី1ចូលប្រាក់2លានប្រហែលជាមានឱកាសនៅឡើយទេដឹងនេះគួរតែគ្រប់គ្រាន់ដើម្បីដោះស្រាយបញ្ហាចុកកកនៃស្នងការដ្ឋានមែនទេគ្រប់គ្រាន់ទាំងស្រុងហើយនាងជូនខ្ញុំជិះរទេះត្រឡប់ទៅវិញផងបងថ្លៃតើវ៉ាងហួយណាគេរត់បាត់ហើយហេរត់បាត់ហើយអញគិតថាចំណូលថ្ងៃនេះរបស់ពួកគេយ៉ាងម៉េចដែរប៉ាន់ស្មានថាចូលជាង10000រកបាន10000ក្នុងមួយថ្ងៃពេលនេះមានតែម្ចាស់កំចាត់ឈិនសុនទើបអាចធ្វើឲ្យស្នងការដ្ឋានមានភាពចលាចលបងថ្លៃរឿងនេះប្រកល់ឲ្យខ្ញុំធ្វើចុះខ្ញុំធានាថានឹងធ្វើឲ្យលោកពេញចិត្តចាំទុកឲ្យច្បាស់កុំទុកដំរីអីឧត្តមសេនីយ៍គិតនាមនៅតែមានបាទចាស់ពេលអ្នកហូបវាទៅយកយ៉ាងម៉េចដែរឆ្ងាញ់ណាស់អាចធានាថាឧត្តមសេនីយ៍ចំណេញរាល់ថ្ងៃខ្ញុំរៀបចំផែនការ3ឆ្នាំតែជាឲ្យវ៉ាន់ងើបមុខរួចទៅវិញចង់បង្ខំឲ្យវ៉ាន់ប្រគល់អំណាចដូចមុនក្រែងលោកពិបាកហើយមានរឿងអីនិយាយត្រង់ទៅគឺអញ្ចឹងទេលោកជំទាវរឿងតាក់ទងនឹងការហ្វឹកហាត់របស់ខ្ញុំពេលនេះខ្ញុំហ្វឹកហាត់ក្បាច់ងារ9ប្រែដល់រូបភាពទី9ហើយប៉ុន្តែមិនដឹងកម្លាំងកាយខ្ញុំដល់កម្រិតណាទេបញ្ហាគឺក្រោយពេលដល់រូបទី9ស្លឹកឈើទន់មិនអាចស្រូបយកបានទៀតទេរីឯការហ្វឹកហាត់ពិបាករាល់ថ្ងៃល្បឿននៃការរីកចម្រើនមានកំណត់ណាស់ខ្ញុំចង់ចូលរួមការប្រកួតក្នុងរយៈពេល1ខែទៀតការជ្រើសរើសផ្ទាល់របស់គ្រូគ្រប់ខណ្ឌតស៊ូប៉ុន្តែលក្ខខណ្ឌគឺត្រូវចូលថ្នាក់ទី1ដូច្នេះហើយប្រាប់ត្រង់មកគឺរាល់ពេលដែលបានរួមរស់ជាមួយលោកជំទាវលទ្ធផលនៃការហ្វឹកហាត់គឺច្បាស់ក្រឡែតដូច្នេះខ្ញុំគិតថាតើអាចបន្ថែមចំនួនដងនៃការរួមរស់បានទេរឿងនឹងសោះក៏ក្មេងខ្ចីដែរមុនពេលដែលអ្នកទំលុះទំលាយមកគ្រប់យប់មកចាំដល់ពេលអ្នកទំលុះទំលាយរួចចាំបន្ត3ថ្ងៃម្ដងវិញអរគុណលោកជំទាវពេលនេះអ្នកក៏ត្រូវប្រយ័ត្នប្រយែងបន្តិចខ្ញុំទុកសៀវចៅឲ្យអ្នកប្រើប្រាស់ប្រសិនបើសិនជាមានរឿងត្រូវចេញទៅក្រៅម្នាក់ឯងត្រូវចាំយកសៀវចៅទៅជាមួយអ្នកបារម្ភថាមានឬទីក្រុងនេះអ្នកដែលចាំមើលចុដមសេនីយ៍មានច្រើនណាស់
មើលទៅអ្នកប៉ុន្តែអ្នកអត់ទេទៀតអួតឥឡូវនេះអ្នកជាមនុស្សសំខាន់គ្រប់គ្នាកំពុងសម្លឹងមើលអ្នកហើយ តើមានរឿងអ្វីកើតឡើងចំពោះអ្នករាងកាយរបស់ខ្ញុំហាក់ដូចជាបានដល់ចំណុចកំណត់មួយខ្លួនប្រាណក្តៅក្រហាយ អ្នកទៅហាត់ក្បាច់គុណរបស់អ្នកសិនទៅ ដែនកំណត់នៃរាងកាយសាច់ឈាមនិងខ្យល់ដង្ហើមភ្ញាក់ឡើងដោយខ្លួនឯង មិនទាន់ខ្លាយជាអ្នកប្រយុទ្ធថ្នាក់ទី1ទេពេលបង្កើតកម្លាំងក្នុងខ្លួនជាលើកដំបូងតើអ្នកបានចម្រាញ់ឆ្អឹងប៉ុន្មានដុំដែរ 11 ដុំ ចម្រាញ់បាន11ដុំតាំងពីលើកដំបូងហេប្តីទី5នេះពិតជាមានលក្ខណៈពិសេសមែនជាទូទៅការចម្រាញ់ឆ្អឹង11ដុំគឺអាចសាកល្បងហ្វឹកហាត់កម្លាំងរឹងមាំដើម្បីចូលជាអ្នកប្រយុទ្ធថ្នាក់ទី3ហើយប៉ុន្តែលើកដំបូងរបស់អ្នកបែរជាចម្រាញ់បានច្រើនសន្ធឹកសន្ធាប់ម្ល៉េះ លោកជំទាវធំហេតុអ្វីបានជាកម្លាំងក្នុងខ្លួនលាក់នៅចន្លោះឆ្អឹងទៅវិញតើវាមិនគួរស្ថិតនៅក្នុងតំបន់ដានទៀនទេ ពេលដែលអ្នកចូលដល់ថ្នាក់ទី3កម្លាំងក្នុងខ្លួននឹងប្រែក្លាយជាកម្លាំងរឹងមាំហើយហូរត្រឡប់ចូលដានទៀនវិញមកកោះវាប្រហារមកលើខ្ញុំមកអ្នកទើបតែចូលថ្នាក់ទី1ខ្ញុំចង់ដុតភាពរបស់អ្នកបន្តិច មិនសូវល្អទេដឹងក្រែងលោធ្វើឲ្យអ្នករបួស ធ្វើឲ្យខ្ញុំរបួសអីប្រសិនបើអ្នកអាចធ្វើឲ្យខ្ញុំរបួសបានរៀបការជាមួយអ្នកក៏បានដែរមិនថាការចម្រាញ់រាងកាយឬការចម្រាញ់ឆ្អឹងទេសុទ្ធតែជាដំណាក់កាលគ្រឹះនៃការរៀនក្បាច់គុណមនុស្សជាច្រើននឹងសាងគ្រឹះឲ្យបានរឹងមាំណាស់ទោះបីជាការចម្រាញ់ឆ្អឹង10ដុំអាចឈានដល់កម្រិតចូលថ្នាក់ទី3ក៏ដោយប៉ុន្តែមានតែមនុស្សធម្មតាប៉ុណ្ណោះដែលធ្វើបែបហ្នឹងមនុស្សភាគច្រើននឹងជ្រើសរើសចម្រាញ់ឆ្អឹងឲ្យបានច្រើនតាមដែលអាចធ្វើទៅការចម្រាញ់ឆ្អឹងកាន់តែទៅមុខកាន់តែពិបាកឡើងដូចគ្នាប្រសិនបើអ្នកចង់ក្លាយជាកូនសិស្សរបស់លាវមីវអ្នកនៅតែត្រូវចម្រាញ់ឆ្អឹងរបស់អ្នកឲ្យបានច្រើនតាមដែលអាចធ្វើទៅ អរគុណលោកជំទាវធំដែលបានពន្យល់ ប៉ុន្តែការចម្រាញ់ឆ្អឹងរបស់អ្នកប្រយុទ្ធទាមទារឲ្យមានកម្លាំងក្នុងខ្លួនកើតឡើងបើគ្មានក្បាច់គុណដំណាក់កាលក្រោយទេពិតជាលំបាកបន្តិចហើយ ស្អែកនេះខ្ញុំនឹងទៅសួរលោកម្ចាស់ហាងលែនថាតើមានផ្លូវដែរឬទេ ពួកយើងសម្រាប់សិនទៅ ប្អូនប្រុសឆេនឈ្វិនតើប្អូនមានបំណងមកទិញអ្វីដែរឬទេលោកគ្រូលីងតើអ្នកដឹងឈ្មោះខ្ញុំដោយរបៀបណាសប្តាហ៍ថ្ងៃនៅរាជធានីឈ្មោះរបស់ល្បីល្បាញណាស់ខ្ញុំក៏ជាសមាជិកប្រាក់ដំបងគេដែរអញ្ចឹងសោះលោកគ្រូលីងលើកនេះខ្ញុំមកគឺចង់សួរថាតើអ្នកដឹងព័ត៌មានក្បាច់គុណស្រាប់រនាបបំផ្លាញដំណាក់កាលទី2ទេហ៎អ្នកឡើងដល់ថ្នាក់ទី1ហើយហេតុអ្វីក៏លឿនម្ល៉េះមេតបដល់រង្វាន់ស្លឹកឈើជាច្រើនបានជាវាដំណើរការយ៉ាងរលូនអញ្ចឹងទេតើកាលពីដើមក្បាច់គុណនេះត្រូវបានអ្នកសុំភ្លុកឲ្យខ្ញុំក្នុងតម្លៃថោកវាជាកំណែខ្វះខាតដែលមានត្រឹមថ្នាក់ទី1អ្នកសុំតើអ្នកដឹងទេថាជីទូទៅគាត់តែងតែនៅទីណាកុំរកឃើញណាប៉ុន្តែពេលខ្លះគាត់ក៏ដើរឆ្លងកាត់មុខខាងដែរលើកក្រោយពេលគាត់ឆ្លងកាត់ខ្ញុំនឹងសួរគាត់ជំនួសអ្នកអរគុណលោកគ្រូលីនហើយមិនដល់1 ខែផងពិតជាអាចទៅដល់ដែនកំណត់រាងកាយមែនក្មេងប្រុសនេះប្រើពេលខ្លីម្ល៉េះតើពូជពងរបស់គេពិតជាអស្ចារ្យបែបនេះមែនទេជួយមើលហាងជំនួសខ្ញុំផងខ្ញុំចេញក្រៅបន្តិចបាទក្មេងម្នាក់នេះក្បាច់ស្រាព្រះនាបបំផ្លាញមាននរណាម្នាក់វឹកហាត់ដល់ថ្នាក់ទី1ក្នុងរយៈពេល1 ខែអញ្ជើញគេមកជួបខ្ញុំសិនចាំខ្ញុំពិនិត្យឆ្អឹងសិនចាំគិតបន្តទៀតតាមពិតអ្នកក៏មិនចាំបាច់បារម្ភពេកដែររាជធានីធំណាស់មានសមាគមពាណិជ្ជកម្មច្រើនយើងក៏អាចទៅមើលកន្លែងផ្សេងទៀតបានដែរសូមមើលបន្តទៀតចុះបាទត្រឡប់ទៅហាងស្រាសិនកុំតន់អាល បងស្រីសៀវចៅតើនៅរាជធានីនេះមានកន្លែងលក់ផ្កាទេកន្លែងលក់ផ្កាគឺមានប៉ុន្តែតើអ្នកទិញផ្កាធ្វើអ្វីមិនយូរប៉ុន្មានអ្នកនឹងដឹងហើយនាំខ្ញុំទៅទីនោះមួយតោះរឿងប្រាក់កាសនេះគឺមានកាន់តែច្រើនកាន់តែមុខចំនួនទឹកអស់នេះគឺជាមុខរបររកលុយបានយ៉ាងផ្កានេះឈ្មោះអ្វីដែរផ្កានេះមានឈ្មោះថាផ្កាស៊ូជីអូតម្លៃប៉ុន្មានដែរមួយឯនសុទ្ធតែ3តងបែបនេះចុះផ្កានេះមានប៉ុន្មានយកទាំងអស់មានប៉ុន្មានយកទាំងអស់មែនទេលោកប្រកាសហើយឬយកផ្កាច្រើនម្លេះដើម្បីយកទៅធ្វើអ្វីដល់ពេលនោះចាំលោកដឹងហើយយកផ្កាស៊ូជីតម្លៃ50 ដំឡឹងមកឲ្យខ្ញុំជាមុនសិន
50ដំឡឹងចឹងហ៎ មិនអីទេថ្ងៃក្រោយអ្នកគ្រាន់តែដឹកមកម្ដងបានហើយ តើត្រូវយកទៅកន្លែងណាដែរ ផ្ទះបាយខាងក្រោយសប្តាហ៍ទីការ អ្នកចង់ដាំផ្កានេះពេញសប្តាហ៍ទីការតែម្ដងឬ ផ្កានេះក៏ជាមុខចំនួនមួយដែរចាំខ្ញុំធ្វើវាចេញមកសឹមលោកដឹង ឆេនស៊ីនចាំងហ្វាយហាងសៀនធានគេបានមកដល់ហើយគាត់ប្រាប់ថាទទួលបានព័ត៌មានអំពីស្រាពូជញាក់ហើយ ខ្ញុំទៅនេះហើយ ប្អូនប្រុសឆេនស៊ីនមានដំណឹងហើយយ៉ាងម៉េចដែរ គាត់ថាគាត់មានរូបមន្តស្រាពូជញាក់ទី2គាត់ចង់ជួបមុខអ្នកម្ដងប្រសិនបើមានភ័ព្វសំណាងគ្រប់គ្រាន់នឹងជូនវាឲ្យអ្នកដោយឥតគិតថ្លៃរបស់ដែលពួកអ្នកកំពុងស្វែងរកស្ថិតនៅក្នុងដៃរបស់សុំទានចាស់ម្នាក់ ខ្ញុំនឹងទៅជាមួយអ្នក តាអាចារ្យឲ្យសុំទាននោះរស់នៅជាក្រុងខាងត្បូងពួកអ្នកអាចទៅរកគាត់នៅវត្តចាស់ក្នុងក្រុងនោះបានក ន្លែងដែលនៅជិតនឹងភូមិគ្រីស្ទបោះបង់ចោលនោះភូមិគ្រីស្ទបោះបង់ចោលហ៎ គឺជាកន្លែងដ៏ចម្លែកខុសប្រក្រតីមួយ ចម្លែកយ៉ាងម៉េចទៅ ដើមឡើយជាភូមិគ្រឹះដែលមានមនុស្សជាង100នាក់ប៉ុន្តែបានបាត់ខ្លួនអស់ក្នុងពេលតែមួយយប់សូម្បីតែអ្នកកម្រិតទី7ម៉ូលីហ្វេងក៏មិនអាចស៊ើបរកព័ត៌មានអ្វីបានហើយចុងក្រោយក៏ស្ងាត់ឈឹងទៅអរគុណច្រើនតើអ្នកចង់ទៅទេខ្ញុំបារម្ភក្រែងមានរឿងកើតឡើងណាស់ យ៉ាងណាក៏ត្រូវទៅមើលដែរពួកយើងទៅឥឡូវនេះតែម្ដងទៅលោកម្ចាស់ស្រីម្នាក់នោះមើលទៅហាក់បីដូចជាអ្នកមានវិជ្ជាខ្ពស់ណាស់ទុកចិត្តចុះលើកនេះខ្ញុំចំណាយដើមច្រើនណាស់ចាំដល់ពេលយកបានរូបមន្តម្ហូបហើយខ្ញុំនឹងប្រគល់វាឲ្យអ្នកលោកម្ចាស់ទុកចិត្តចុះតូចតាចរូបនេះនឹងខិតខំឲ្យអស់ពីសមត្ថភាព សុំទោសតើមានអ្នកនៅទេសាងហើយមិនទាន់ត្រឡប់មកវិញឬមួយក៏គេប្រយ័ត្ន ការពិតគឺគម្រោងតាក់ក្លាភៀសខ្លួនមែនទេនេះគឺកម្លាំងរបស់កម្រិតទី2មែនទេកងទ័ពស៊ើបការឯងចេះក្បាច់គុណហើយហ៎តើអ្នកណាជាអ្នកបញ្ជូនឯងមកសំណាងល្អដែលគ្រាន់តែជាអ្នកកម្រិតទី1ចាំដល់ពេលឯងបានជួបឯងនឹងដឹងដោយស្វ័យប្រវត្តិហើយរំខានណាស់គឺឯងទេតើដែលមករំខានសុបិនល្អរបស់អញគឺលីចុងដែលឲ្យឯងមករកខ្ញុំមែនទេលីចុងលោកម្ចាស់ហាងលីបាទលោកចាស់ទុំ លោកម្ចាស់ហាងលីនៃវិមានសៀនធានឲ្យពួកយើងមករកលោក គួរឲ្យចាប់អារម្មណ៍ណាស់អាសេកថាលីចុងនោះបាននិយាយថាមិនដល់ពេល1ខែផងអញអាចវឹកហាត់ក្បាច់5បដូរនាគនាទី1ចប់សពគ្រប់ខ្ញុំស្មានថាវាគ្រាន់តែនិយាយអួតទេមិននឹកស្មានថាអញចូលដល់កម្រិតទី1មែនមនុស្សម្នាក់នោះខ្ញុំទុកដង្ហើមឲ្យមួយខ្សាច់ចាំដល់ពេលអញសួរចប់ចាំមកជួបខ្ញុំ អរគុណលោកអញ្ចឹងខ្ញុំសូមទៅសួរគេបន្តិចសិនហើយ ពិតជាក្មេងមិនចេះខ្វល់ខ្វាយពីអីមែនមកទាំងដៃទេស្ដុក គេថែមទាំងលាក់ថ្នាំពុលក្នុងមាត់ទៀតទើបមិនអាចសួរព័ត៌មានប្រយោជន៍អ្វីបានទេលោកចាស់ទុំលោកម្ចាស់ហាងលីថាលោកមានក្បាច់គុណពីក្បាច់5បដូរនាគតើអាចលក់វាឲ្យខ្ញុំបានទេតម្លៃគឺតាមលោកកំណត់ចុះ អញគិតថាមនុស្សដូចខ្ញុំខ្វះលុយមែន មិនមែនមិនខ្វះទេ ក្មេងប្រុសដូចឯងនេះពិតជាមានចំណុចចាប់អារម្មណ៍ម្យ៉ាងដែរប៉ុន្តែខ្ញុំមិនស្ចាប់អារម្មណ៍លើប្រាក់កាសទេគ្រប់យ៉ាងអាស្រ័យលើនិស្ស័យ លោកចាស់ទុំតើវរឲ្យកូនចៅត្រូវធ្វើម៉េច បានមាននិស្ស័យទទួលគម្ពីរដំណាក់កាលបន្ទាប់ម្យ៉ាងទៀតក្នុងរយៈពេល3ខែអ្នកត្រូវហាត់ដំណាក់កាលទី2ឲ្យចប់ចាំខ្ញុំប្រគល់គម្ពីរដំណាក់កាលក្រោយឲ្យអ្នកគម្ពីរដំណាក់កាលក្រោយក៏អ្នកមានដែរប៉ុណ្ណាប៉ុន្តែប្រសិនបើអ្នកវឹកហាត់មិនបានសម្រេចទេនោះវាបង្ហាញថាទេពកោសលឲ្យអ្នកមិនដល់ហើយនិស្ស័យយើងក៏ត្រឹមនឹងដែរ អ្នកក្បាច់គុណម្នាក់នេះពិតជាពិបាកដេញតាមណាស់បណ្ដោយឲ្យអាមួយនោះរត់រួចបាត់ឯងជាអ្នកណាកូនចៅគឺជាអ្នកក្បាច់គុណហេតុអីក៏មកពឹងអាស្រ័យលើចាស់ទុំសុំទានម្នាក់នេះ កុំបារម្ភអី
ប់ចិត្តចោះចែលោកតាប្រុសម្នាក់នេះមានគម្ពីរនាគ5បដូររូបហើយមិញនេះគាត់បានជួយសង្គ្រោះខ្ញុំទៀតផងសង្គ្រោះអ្នកនៅមានឃាតផ្សេងទៀតមិញនេះគ្រាន់តែជាល្បិចពាក់ភ្នែកសត្វទេចាញ់បោកគេហើយសំណាងហើយដែលឯងមិនអីបើមិនចឹងទេមិនដឹងខុសត្រូវមិនជាមួយលោកជំទីទេអរគុណលោកតាហើយឯងចាំហាមប្រាប់រឿងខ្ញុំប្រាប់អ្នកដទៃឲ្យសោះបើខ្ញុំដឹងថាមានអ្នកដឹងឯងនឹងលែងរកខ្ញុំឃើញទៀតហើយក៏កុំសង្ឃឹមថានឹងបានគម្ពីរនាគ5បដូររូបដំណាក់កាលក្រោយឲ្យសោះខ្ញុំសន្យាជាមួយលោកខ្ញុំក៏ធានាថាមិននិយាយសំបីតែមួយម៉ាត់ដែរល្អនេះជាគម្ពីរដំណាក់កាលទី2ខាងលើក៏មានក្បាច់គុណទាំងពីរនេះដែរអរគុណលោកជាន់ខ្ពស់បានហើយចាក់ចេញទៅចុះតាលោកនោះខ្ញុំមានអារម្មណ៍ថាចម្លែកណាស់ខ្ញុំក៏មានយល់ព្រមរឿងនេះខ្ញុំនឹងជម្រាបលោកស្រីធំខ្ញុំនឹងប្រាប់គាត់លោកគ្រូគីនោះមិនចិនស្វាន់ទេហើយអ្វីគាត់នៅរស់លោកគ្រូគីពួកទៅសាឈាមចាំដំណឹងពីពួកគេតាមលបឿននេះរយៈពេល3ខែដើម្បីដំណឹងឆ្អឹងទូទាំងខ្លួនគួរតែគ្មានបញ្ហាអ្វីទេកូនប្រុសចាំ3ខែទៀតចុះក្រោយ3ខែឆ្នាំនឹងចាស់ទុំហើយហើយអ្វីនៅសល់ម្នាក់ទៀតដៃអ្នកណាកុំប្រាប់ថាចិនស្វាន់គេចផុតទេត្រូវប្រញាប់ត្រឡប់ទៅវិញយកដំណឹងនេះឯងនេះហើយអ្វីប៉ះពាល់ឆ្នាំខ្ញុំចិនស្វាន់លោកស្រីធំឲ្យអញត្រឡប់ទៅភូមិគ្រឹះធ្វើម្ហូបបន្តិចមានរឿងអ្វីមនុស្សតកោនឹងមកសាឡាឧត្តមសេនីយ៍ត្រកូដណ្ដឹងកូនស្រីច្បងក្រោយយប់នេះលែងមែនហើយត្រកូចង់លុបចោលអាពាហ៍ពិពាហ៍លុបចោលការភ្ជាប់ពាក្យពីមុនមិនមែនល្អធម្មតាទេឥឡូវមិនបានទេត្រកូបានមកចរចាច្រើនដងហើយប៉ុន្តែលើកនេះមានគ្រោះថ្នាក់ហាក់ដូចជាតាក់ទងនឹងរាជវាំងចិនស្វាន់ធ្វើអីនឹងការអស់ហ្នឹងនរណាធ្វើឲ្យកញ្ញាខឹងអារម្មណ៍មិនល្អទេធ្វើអ្វីឲ្យខ្ញុំញ៉ាំមកមានរឿងអ្វីកើតឡើងអាមនុស្សក្បត់ចិត្តនោះចង់លុបចោលអាពាហ៍ពិពាហ៍ជាមួយកញ្ញាធំឥឡូវនេះគាត់កំពុងលាក់ខ្លួនយំក្នុងបន្ទប់លុបចោលការភ្ជាប់ពាក្យហើយពេលដែលសៀងចេញមុខនិយាយហើយមីងក៏ពិបាកនឹងនិយាយអ្វីបន្តទៀតដែរមានតែដកថយវិញប៉ុណ្ណោះធ្វើឲ្យច្រើនបន្តិចធ្វើសាច់ជ្រូកផុយម្ទេសនិងស៊ុបពងទាដែលបងស្រីខ្ញុំចូលចិត្តបន្ថែមទៀតរួចហើយឯងត្រូវទៅជាមួយខ្ញុំដើម្បីលួងលោមបងស្រីធំខ្ញុំបន្តិចខ្ញុំមិនបាច់ទៅទេដឹងខ្ញុំក៏ចេះលួងលោមមនុស្សដែរកញ្ញារងខ្ញុំឆេនស្វៀននិយាយពិបាកស្ដាប់ណាស់ទៅជួយលួងបងស្រីខ្ញុំបន្តិចទៅឲ្យតែឯងអាចធ្វើឲ្យបងស្រីខ្ញុំសាច់បានខ្ញុំនឹងបង្រៀនក្បាច់គុនស្វៀនជីដល់ឯងមួយក្បាច់រឿងក្បាច់គុនមិនសំខាន់ទេពេលដែលកញ្ញារងចេញមាត់ហើយទោះជាភ្លើងកាត់ទឹកក៏ខ្ញុំត្រូវតែធ្វើឲ្យបានដែរឈើតាមមកយ៉ាវបងស្រឡាញ់អូនដោយស្មោះដល់ពេលនោះបងនឹងរៀបការជាមួយអូនជាប្រាកដគ្រាន់តែប្រហែលជាត្រូវធ្វើឲ្យអូនខកចិត្តធ្វើជាប្រពន្ធចុងបន្តិចយ៉ាវឲ្យបងចូលទៅបន្តិចមកសេអូនសេអេលោកធ្វើអញ្ចឹងដើម្បីអ្វីហើយថាបរិសុទ្ធឈ្មោះសេម្នាក់នេះឥឡូវនេះបានលុបចោលកិច្ចសន្យាអាពាហ៍ពិពាហ៍ពួកយើងលែងមានជាប់តាក់ទងអីនឹងគ្នាទៀតហើយសូមអញ្ជើញត្រឡប់ទៅវិញចុះហើយនៅបងស្រីខ្ញុំប្រាប់ឲ្យលោកកោះចេញទៅយ៉ាវពេលនេះបងក៏មិនអាចសម្រេចចិត្តបានដែរថ្ងៃក្រោយបងនឹងមកលេងដល់ផ្ទះទៀតសេអូនតើលោកចង់ចូលរួមការប្រកួតជ្រើសរើសសិស្សបន្តវេនរបស់ជីងសេងមែនទេការជ្រើសរើសសិស្សបន្តវេនរបស់ជីងសេងខ្ញុំប្រកាសជាត្រូវតែប្រជែងយកវាឲ្យបានអញ្ចឹងចាំមើលសិនទៅប្រុសល្ងងមនុស្សប្រុសគ្មានល្អម្នាក់ទេឯងមិនមែនជាមនុស្សប្រុសទេកញ្ញារងពាក្យជេររបស់កញ្ញាពិបាកស្ដាប់ជាងមុនទៀតទៅពួកយើងចូលមើលបងស្រីធំទាំងអស់គ្នាទីធ្លារបស់ខាន់ស៊ូនេះបងស្រីខ្ញុំខ្សោយសុខភាពជាញឹកញាប់ក្នុងបន្ទប់គាត់មានដុតចង្ក្រានភ្លើងរាល់ឆ្នាំដូច្នេះទីនេះវាត្រូវតែក្តៅជាងបន្តិចហើយបងស្រីយប់នេះបងមិនបានញ៉ាំអីសោះខាន់ស៊ូធ្លាប់ឬពាក្យស្លោកនេះទេបែកគ្នាគឺបែកគ្នាចុះអ្នកក្រោយកាន់តែប្លែកកាន់តែសង្ហាគេមិនស័ក្តិសមនឹងនាងតតែសោះខាន់ស៊ូតើដឹងទេហេតុអ្វីត្រកូលសេទើបលុបពាក្យសន្យាអាពាហ៍ពិពាហ៍
ឲ្យខាន់ស៊ូជាអ្នកនិយាយចុះចាប់តាំងពីលោកឪពុកស្លាប់មកដំណាក់មេតបកាន់តែធ្លាក់ចុះខ្សោយហេតុនេះទើបត្រកូលសេជ្រើសរើសលុបពាក្យសន្យា ដូច្នេះនាងគួរតែយល់ថាមនុស្សបែបនេះមិនស័ក្តិសមឲ្យនាងអនាគតទេ នៅហាងស្រាខ្ញុំឃើញនាងជំនាញខាងកណេជំនួញរបស់ដំណាក់មេតបគឺអាចឲ្យនាងមើលការខុសត្រូវបានខ្ញុំអាចធ្វើបានទេហេតុអ្វីមិនបានចិនស៊ុយពូកែណាស់គាត់ថាបានគឺពិតជាបានហើយខ្ញុំនឹងទៅប្រាប់លោកជំទាវឥឡូវនេះឯង ខាន់ស៊ូតើអ្នកកើតជំងឺអ្វីហ្នឹងប៉ះសាក់មើលទៅដឹងហើយ ធ្វើអញ្ចឹងមិនល្អទេដឹងនាងថែមទាំងខ្មាស់អៀនទៀតផង ហេតុអ្វីមានអារម្មណ៍ដូចពេលប៉ះកាលពីមុនបេះបិទបែបនេះ ស្ថានភាពនេះប្រហែលជាមិនមែនគ្រាន់តែខ្សោយសុខភាពទេ ខ្ញុំឈឺបែបនេះតាំងពីតូចឬលោកឪពុកនិយាយថាអ្នកម្ដាយក៏ដូចគ្នាដែរ នារីដែលយកបន្លែមកហាងស្រាមានអាការដូចនាងដែរប៉ុន្តែមិនខុសពីមនុស្សទូទៅទេបើពួកនាងមិនជឿទេអាចនាំទៅជួបគាត់បានតាក់ទងនឹងរឿងខាន់ស៊ូមែនទេ បាទចាសលោកជំទាវក៏ប្រាប់ឲ្យរៀបចំខ្លួនសិនចាំទៅទីនោះយីស៊ឺអើយនិយាយថាស្ត្រីដែលយកបន្លែមកឲ្យជាន់ទី9យើងស្ថានភាពសុខភាពគឺដូចនឹងយ៉ាវដែរ រាងកាយរបស់នាងគឺដូចបេះដាក់ទៅនឹងរាងកាយរបស់កញ្ញាធំដែរ ដូច្នេះអ្នកបានប៉ះស្ត្រីម្នាក់នោះហើយក៏បានប៉ះយ៉ាវដែរឬ លោកជំទាវធំស្ត្រីម្នាក់នោះនិយាយថាបានប៉ះដោយអចេតនាគឺកញ្ញាធំបានសួរពីអាការជំងឺទើបបានជាខ្ញុំបានប៉ះ អញ្ចឹងសោះលឺជាយ៉ាវនិយាយថាអ្នកបានកំងធ្វើចានសេរ៉ាមិកខៀវសចំនួន50ប្រាក់ដំឡឹងអ្នកសាស្ត្រនិយាយមកមើលថាអាចប្រើប្រាស់ចានទាំងនេះរកប្រាក់បានដល់ទៅប៉ុន្មានម៉ឺនដំឡឹង លោកជំទាវធំមេតាពិនិត្យមើលមិនមែនបែបហ្នឹងទេជំនួយនេះគឺខ្ញុំចង់សហការជាមួយលោកជំទាវទី2 ជំនួយនេះគឺបន្តសហការជាមួយខ្ញុំចុះ ធ្វើក៏បានដែរគ្រាន់តែខាងលោកជំទាវទី2ខ្ញុំបារម្ភបន្តិច រឿងខាងនោះចាំខ្ញុំជាអ្នកនិយាយឯងចូលមកទីនេះឆេនឈ្វានតើអ្នកយល់យ៉ាងណាចំពោះឈូអឺនឹងយ៉ាវ កញ្ញារងឆ្លាតវៃឯកញ្ញាធំទន់ភ្លន់ស្រស់ស្អាត បើខ្ញុំឲ្យអ្នកយកម្នាក់ក្នុងចំណោមពួកគេធ្វើជាភរិយាយល់យ៉ាងម៉េចដែរ លោកជំទាវធំខ្ញុំបាទពុំមានចិត្តណានោះឡើយ ខ្ញុំកំពុងនិយាយរឿងនេះជាមួយអ្នកដោយយកចិត្តទុកដាក់ ខ្ញុំនិងលោកឧត្តមសេនីយ៍សុខទុក្ខរួមរស់ជាមួយគ្នាប្រសិនបើត្រូវរៀបការខ្ញុំបាទសង្ឃឹមថាអ្នកនោះគឺរូបអ្នក ឯងចង់ឲ្យខ្ញុំរៀបការជាមួយឯងម្ដងទៀតមែនទេ ខ្ញុំដឹងថាវា impossible ទេប៉ុន្តែខ្ញុំសង្ឃឹមថាជាអ្នក តើដឹងពីគម្លាតរវាងយើងទេ ឋានៈខុសគ្នាឆ្ងាយណាស់ ទោះបីជាឋានៈខុសគ្នាឆ្ងាយតែអត់ទ្រាំមិនបានព្រោះលោកជំទាវធំនៅក្មេងនិងស្រស់ស្អាតបើអ្នកអាចឡើងដល់កម្រិតអ្នកប្រយុទ្ធ8មេទូទាំងមូលគឺជារបស់អ្នក ប៉ុន្តែខ្ញុំគ្រាន់តែចង់នៅជាមួយលោកជារៀងរហូត សម្ដីប្រុសគឺខ្មោចបោកប្រាស់រឿងទាំងអស់នោះឆ្ងាយណាស់រីករាយនឹងពេលបច្ចុប្បន្នសិនទៅអ៊ីថាថ្ងៃខួបកំណើតព្រះមាតាយានីចិត្តដល់ហើយព្រះអង្គនឹងធ្វើបុណ្យជប់លៀងមន្ត្រីទាំងអស់ឲ្យអ្នកទៅធ្វើម្ហូបថ្ងៃខួបកំណើតឲ្យព្រះអង្គដល់ពេលនោះចាំតាមខ្ញុំចូលព្រះបរមរាជវាំងចិនស៊ុយតើអ្នកធ្លាប់គិតចង់ប្រឡងធ្វើរដ្ឋមន្ត្រីទេទស្សនាប្រសិនបើអ្នកមានស្នាដៃខ្លះក្នុងរាជការ Vic also helps or general's residence ពិធីខួបកំណើតព្រះមាតាក្សត្រយានីលើកនេះគឺជាឱកាសរបស់អ្នកហើយប៉ុន្មានថ្ងៃនេះអ្នកគិតពិចារណាឲ្យបានល្អចុះរាជការនេះស្មុគស្មាញជាងអ្វីដែលអ្នកគិតទៅទៀតថ្ងៃនេះខ្ញុំនឹងឲ្យទិញថ្នាំលាបដល់អ្នកពីរបីដប់ អរគុណលោកជំទាវ អ្នកចុះទៅធ្វើអាហារពេលព្រឹកសិនទៅលោកប្រុសចិនមូនៀនបន្ទាប់ពីកំងរួចហើយសូមទៅជំរាបតបជាមួយខ្ញុំម្ដង បាទ ហេតុអ្វីក៏អ្នកមិនសួរថាមានរឿងអ្វី ខ្ញុំទុកចិត្តលោកប្រុសចិន ខ្ញុំឃើញរាងកាយរបស់អ្នកហាក់ត្រជាក់ជាងមនុស្សធម្មតាប្រសិនបើអ្នកមិនចង់និយាយទេមិនបាច់សួរក៏បាន លោកប្រុសចិនខ្ញុំទុកចិត្តលោកខ្ញុំអាចប្រាប់លោកបាន ល្អតាមពិតខ្ញុំមិនមែនជាមនុស្សស្រុកតើទេខ្ញុំក៏មិនដឹងថាខ្ញុំជាមនុស្សមកពីណាដែរម៉ាក់ខ្ញុំបានខ្ញុំមកទីក្រុងដើម្បីពឹងពាក់លោកប៉ាចំពោះមុនអាយុ10ឆ្នាំរបស់ខ្ញុំបានភ្លេចអស់ស្រឡះហើយ អញ្ចឹងសោះស្ងប់ចិត្តចុះខ្ញុំមិននិយាយប្រាប់គេទេគ្រាន់តែជាកូនស្រីច្បងនៃជួនមេតបដូចអ្នកដែរ គាត់តាំងពីក្មេងក៏ដូចគ្នាដែរដូចស្រាងកាយខ្ញុំដែរឬ ត្រូវហើយ មិនថាជួបគ្នានៅកន្លែងហាត់ប្រាណទេហ៎ចាំអញយូរណាស់ហើយឯងមិនមកសោះ ខ្ញុំទៅរកនាងមុនញៀនមកគឺនាងមានស្ថានភាពដូចបងស្រីធំដែរ គឺឯងហ៎ខ្ញុំនាំឯងទៅជួបបងស្រីធំខ្ញុំ អ្នកនេះគឺជាបងស្រីធំសាឡាវឧត្តមសេនីយ៍ នាងមិនបាច់ច្រើនពិធីទេនាងពិតជាដូចខ្ញុំមែន
តើការកើតមកនាងបែបនេះដែរឬបាទចាស់បងស្រីធំចឹងតើជីវិតប្រចាំថ្ងៃឯងមិនដែលឈឺទេតាំងពីតូចដល់ធំខ្ញុំមិនដែលឈឺសោះចឹងហ៎ផ្ដល់ផ្លាកសញ្ញាឲ្យឯងថ្ងៃក្រោយមករកខ្ញុំទៀតអរមថ្ងៃនេះផ្ទះមានរឿងបន្ទាន់ថ្ងៃក្រោយនិយាយគ្នាទៀតអរមឆេនស្វៀនជួយជូនកញ្ញាមកបន្តិចឆេនស្វៀនលោកជំទាវទី2ហើយឯងទៅជួបគំនោជូនលោកជំទាវទី2ងើបក្បាលឡើងគឺឯងទេហោដែលបង្កើតម្ហូបឆាពិតណាស់ឥឡូវនេះអ្នកណាមិនស្គាល់គាត់ខ្ញុំចង់ជួបមុខគាត់ក៏ពិបាកដែរអ្នកនេះគឺបងថ្លៃខ្ញុំលីវយីយ៉ែនគោរពលោកជំទាវគាត់បានរឿងធ្វើម្ហូបឆាចង់មកគៀកងរៀនធ្វើម្ហូបឆាបើអ្នកឯងយល់ព្រមរឿងនេះខ្ញុំនឹងមិនប្រកែកប្រែកករណីជាមួយអ្នកឯងទេស្ងប់ចិត្តចុះពួកយើងមិនរៀនឥតគិតថ្លៃទេពួកយើងសុខចិត្តបង់ប្រាក់តម្លៃអ្នកចង់ដាក់ប៉ុន្មានក៏បានគ្មានបញ្ហាទេពួកមានថ្លៃសហាយស្នេហ៍ franchise ម្ហូបគឺពួកយើងផ្ដល់សិទ្ធិប្រើឈ្មោះហាងជូនពួកអ្នកព្រមទាំងបង្រៀនពីវិធីធ្វើម្ហូបនិងដំណើរការបើខាងរីឯពួកអ្នកគ្រាន់តែចេញប្រាក់មកបានហើយពូកែមែនអ្នកពិតជាមានទេពកោសល្យខាងជំនួយមែនចឹងបើខាងស៊ុយសៀនគឺមួយតើត្រូវបង់ថ្លៃសិទ្ធិអាជីវកម្មប៉ុន្មានថ្លៃសិទ្ធិអាជីវកម្មស៊ុយសៀនគឺមួយមិនតង់បើមិនបង់ថ្លៃសិទ្ធិទេចែកភាគលាភ2ភាគ10ក៏បានដែរអ្នកផ្សេងក៏អាចទិញសិទ្ធិអាជីវកម្មបានដែរមែនទេចឹងចំណុចខ្លាំងរបស់ខ្ញុំគឺអីចំណុចខ្លាំងរបស់អ្នកគឺជាហាងទី1នៅក្បែរអគារលេខ9នេះមិនអាចមានហាង franchising ទី2ឡើយខ្ញុំយកតើត្រូវយកកន្លែងដែលអាចចូលរួមទាំងអស់នៅយន្តchâuហោះបានប៉ុន្តែបើធ្វើបែបនេះចំណាយនឹងច្រើនណាស់ខ្ញុំយកបទថាដំបងឡើយគួរត្រឹមបើខាង3សិនបានហើយសៀនខ្ញុំទៅកញ្ញាសិនចុះពួកនាងបន្តនិយាយគ្នាទៅបងធ្លាប់ប្រាប់ថាពេលខ្ញុំត្រឡប់មកវិញនឹងឲ្យខ្ញុំមើលទឹកអត់ដែលផលិតរួចឥឡូវមើលបានហើយឧបករណ៍ធ្វើទឹកអប់រកទិញនៅរាជធានីអត់បានទេខ្ញុំក៏បានកំងធ្វើមួយឈុតដូច្នេះទើបត្រូវចំណាយពេលបន្តិចក្នុងពេលផលិតទឹកអប់នេះពួកយើងក៏អាចផលិតស្រាផ្លែឈើបានដែរលោកជំទាវលោកមិនខឹងទៀតទេមែនទេចាត់ទុកថាឥឡូវឯងនៅមានចិត្តគុំនឹកខ្លះអត់ទោសឲ្យហើយប៉ុន្តែថ្ងៃនេះមានបងស្រីនៅទីនេះស្អែកត្រូវរកពេលសងសឹកខ្ញុំឲ្យបានល្អវិញដឹងឯងថយទៅវិញសិនទៅឲ្យបាយឈានទទួលខុសត្រូវមុខចំនួនទឹកអប់ជាយោបល់របស់បងមែនទេត្រូវហើយគាត់ស័ក្តិសមជាងគេក្រៅពីទឹកអប់តើបងមានមុខចំនួនផ្សេងទៀតដែរឬទេមានប៉ុន្តែត្រូវធ្វើម្ដងមួយជំហានសិនពង្រីកខំពេកហើយតើបងដឹងទេថាហេតុអ្វីបានជាស្ថានភាពចាញ់ជូនហ្វូសពថ្ងៃលំបាកខ្លាំងម្ល៉េះចាញ់បោកគេមិនត្រឹមតែប៉ុណ្ណោះទេតើធ្លាប់ឬពាក្យបញ្ជាហាយ៉ាទេពាក្យបញ្ជាហាយ៉ាមិននេះសោះកងទ័ពខ្សៀវជាយ៉ាងហោចណាស់ក៏ធ្លាប់ឬដែរមែនទេអេកងទ័ពខ្សៀវជាគឺជាការសម្ងាត់របស់រាជវង្សទីជោចំណែកពាក្យបញ្ជាហាយ៉ាមានសិទ្ធិអំណាចខ្លាំងណាស់អាចបញ្ជាកងទ័ពខ្សៀវជា30,000នាក់ពាក្យបញ្ជាហាយ៉ានេះគឺនៅក្នុងដៃរបស់ខ្ញុំនេះដូច្នេះវត្តមានរបស់ចាន់ជុនហ្វូគឺជាការគំរាមកំហែងយ៉ាងខ្លាំងការបង្ក្រាបទាំងក្នុងនិងក្រៅរបស់ពួកគេការពិតគឺដើម្បីពាក្យបញ្ជាហាយ៉ានេះពេលនៃតបចាន់ភ្លីជីវិតការពីអតីតកាលបន្ទាប់មកព្រះចៅអធិរាជក៏សោយទីវង្គតអ្វីកើតឡើងយ៉ាងឆាប់រហ័សរាជការបច្ចុប្បន្នព្រះមហាក្សត្រក្មេងគ្រាន់តែជារូបគាំទ្រព្រះនាងក្នុងវាំងកាន់អំណាចអគ្គសេនាបតីគ្រប់ដណ្ដប់កិច្ចការរដ្ឋបើប្រគល់ពាក្យបញ្ជាហាយ៉ាទៅប្រហែលជាស្រុកជើទាំងមូលនឹងត្រូវវិនាសលោកជំទាវពាក្យបញ្ជាហាយ៉ានេះអ្នកការពារវាបានទេពិតនឹងហើយ3ឆ្នាំនេះសុទ្ធតែបង្ខំឲ្យខ្ញុំប្រគល់វាចេញលោកគ្រូពេទ្យអ្នកកុំនិយាយពីរឿងទាំងនេះទៀតអីខ្ញុំគ្មានអ្នកណាឲ្យនិយាយជាមួយទេពេលបន្តិចនេះវត្តមានរបស់អ្នកបានផ្លាស់ប្ដូរភាពតច្រករបស់សាលាតបខ្ញុំអ្នកដែលចង់សម្លាប់អ្នកប្រកាសជាមានគ្រូសាវ៉ាងមួយផងដែរប្រសិនបើអាចខ្លាចជាកូនប្រសាប្រហែលជាអាចការពារជីវិតអ្នកបានប៉ុន្តែខ្ញុំនិយាយលេងទេសម្រាប់ចុះអើយដាំឡើយគិតថានឹងរកលុយឲ្យបានច្រើនរួចលាងសម្អាតខ្លួនឥឡូវចង់រស់បន្តគឺត្រូវប្រឹងប្រែងរស់ហាក្នុងចំណោមគ្រោះថ្នាក់ឥឡូវអ្នកឆ្អឹងប៉ុន្មានហើយបច្ចុប្បន្នឆ្អឹងបាន25ហើយលឿនម្ល៉េះតើឯងជាទេពកោសល្យផ្នែកក្បាច់គុនមែនទេឆ្នាំមិនដែលឈប់ទេបានជាវាលឿនបន្តិចអីចឹងសោះចឹងមើលឲ្យច្បាស់នេះជាបច្ចេកទេសប្រយុទ្ធថ្នាក់ទី1ឈ្មោះថាលេខុងនៅសល់គឺហាត់ដោយខ្លួនឯងទៅលោកជំទាវមានភ្ញៀវមកជួបមិនទៅប្រាប់ទេកូថាមិនទទួលភ្ញៀវថ្ងៃនេះទេគឺលោកលីនិងលោកโจ
ពួកគេមកសាលាតបធ្វើអ្វីពួកគេក៏ចង់បើកហាងម្ហូបដែរឬពួកគេហាក់ដូចជាមករកចិនសៀនទៅមើលបន្តិចលីម៉ាន់ដាងពិតជាមានល្បិចល្អណាស់ត្រឹមរយៈពេល1ខែនេះគាត់ប្រហែលជារកបានប្រាក់ជាង 20,000 ដុល្លារឥឡូវនេះមេតបលេងខ្វះខាតប្រាក់កាក់ទៀតហើយល្បិចនេះប្រហែលជាមិនមែនលីម៉ាន់គិតឃើញទេដឹងក្នុងជួនមេតបនៅមានភ្ញៀវមានសមត្ថភាពខ្លាំងបែបនេះគួរតែជាចុងភៅតូចឆេនសាវៀនដែលបង្កើតមុខម្ហូបថ្មីចុងភៅតូចនេះលើថាទើបតែអាយុ15ឆ្នាំគាត់មានសមត្ថភាពដល់ថ្នាក់នេះផងឬទុនត្រៀនយកបន្តិចម្ដងបន្ទាប់ពីក្មេងនេះផុសមុខមកត្រឹមរយៈពេល1ខែក៏បំបែកកិច្ចការទាំងស្រុងតែម្ដងក្មេងនេះទុកមិនបានជាដាច់ខាតលោកជំទាវធំសូមអភ័យទោសផងលោកជំទាវនិងលោកសេនាប្រមុខមកលេងពេលយប់ជ្រៅក៏ចង់ចូលហ៊ុនជាមួយភោជនីយដ្ឋានជួនមេតបដែរឬលោកជំទាវចេះនិយាយលេងហើយមិនស្គាល់មុខគ្នាមិនត្រូវធ្វើឲ្យរបួសធ្ងន់ធ្ងរនេះជាច្បាប់ក៏ជាវិន័យដែរនិយាយតាមត្រង់ចុះខ្ញុំនិងលោកសេនាប្រមុខមកទីនេះគឺសុំមនុស្សម្នាក់ពីលោកជំទាវសុំមនុស្សម្នាក់ឬរឿងភោជនីយដ្ឋានជួនមេតបពេលនេះគឺសុទ្ធតែរៀបចំដោយឆេនសាវៀនទាំងអស់មែនទេក្មេងនេះពិតជាមានសមត្ថភាពខ្លាំងណាស់នេះជាអ្វីដែលខ្ញុំគិតឡើងមិនពាក់ព័ន្ធនឹងឆេនសាវៀនទេលោកជំទាវខ្លាំងជាតិឥឡូវនេះខ្សោះកំពុងជួបបញ្ហាធំហើយរឿងខ្លាំងជាតិខ្សោះខៃជារឿងរបស់អ្នកឯងខ្ញុំមិនអាចជួយបានទេសង្ឃឹមថាអ្នកនាងគិតដល់ស្ថានភាពប្រទេសជាតិសូមអញ្ជើញត្រឡប់ទៅវិញចុះជូនដំណើរកិច្ចការលោកទាំងពីរអញ្ជើញពួកយើងត្រឡប់ទៅបែបនេះមែនឬខ្ញុំក៏មិនចង់ដែរអ្នកតាមដានឆេនសានមានមិនតិចទេចុះយើងគួរធ្វើម៉េចព្រឹកស្អែកពេលឡើងរីច្បឡើងគិតថាមានមនុស្សមិនតិចទេនឹងចាប់ប្រកាន់លីងវ៉ាន់លៀនយើងចាំមើលសភាពការសិនឥឡូវអ្នកក៏មានបានដែរធ្លាប់គិតពីអនាគតចង់ធ្វើអ្វីទេថ្ងៃក្រោយបើខ្លាំងពូកែខ្លួនមួយដាវមួយដែលហើយយុទ្ធភពពីមុនមិនមែនថាចង់រៀបការជាមួយខ្ញុំទេហ៎មិនក៏អត់មានខ្ញុំប្រកាសជាមានអ្នកហើយពួកយើងទៅជាមួយគ្នាចុះអ្នកធ្លាប់គិតចង់ធ្វើជាមន្ត្រីទេអត់ចំណាប់អារម្មណ៍ទេធ្វើការក្រោមបង្គាប់លោកស្រីប្រសើរជាងអ្នកមានវិធីទេអាចចេញបរិវត្តបានបរិវត្តនឹងជាអ្វីទៅគឺការចេញប្រាក់កម្ចីដោយប្រើប្រាស់អន្ទានគ្រួសារហួងជាការធានាប្រម៉ូស្បៀងអាហារសងការប្រាក់ចំនួនកំណត់ប្រសិនបើបែបនេះពិតជាអាចដោះស្រាយបានខ្ញុំសម្រេចចិត្តផ្ដល់រង្វាន់ដល់អ្នកបន្តិចពិតជាត្រូវបង្កើនកាយសម្បទាមែនថ្ងៃស្អែកជាថ្ងៃខួបកំណើតរបស់សម្ដេចមីការរៀបចំរបស់អ្នកដល់ឬហើយរៀបចំចិត្តរួចរាល់ហើយនៅលើតូខ្ញុំបានរៀបចំម្ហូបជូនលោកហើយអរគុណតាំងអ្នកទៅមុនសិនចុះការរៀបចំយ៉ាងម៉េចហើយស្ងប់ចិត្តទៅបានរៀបចំរួចរាល់ហើយមិនមែនមានការគ្រាអាសន្នចុងក្រោយទេហ៎កាត់នេះបើមិនដល់ពេលចាំបាច់ទេកុំប្រើប្រាស់វាជាការល្អស្ងប់ចិត្តទៅលើកនេះភរិយាឧត្តមសេនីយ៍ប្រកាសជាតានតឹងទេបន្តិចដែរមិនបាច់តានតឹងទេអ្នកគ្រាន់តែចូលទៅធ្វើម្ហូបប៉ុណ្ណោះប៉ុន្តែមុនពេលនេះការទទួលទានពេលនេះហាមធ្វើប្រហែសជាដាច់ខាតភ្នែករាប់មិនអស់នៅរាជធានីកំពុងចាំមើលអ្នកខ្ញុំយល់ហើយខ្ញុំគ្រាន់តែខ្លាចក្រែងមានក្នុងចំភៅត្រូវគេទិញទឹកចិត្តខ្ញុំក៏បារម្ភរឿងនឹងដែរខ្ញុំបានរៀបចំមនុស្សរបស់ខ្ញុំឲ្យទៅហើយលោកស្រីធំលោកកាន់តំណែងអ្វីក្នុងវាងខ្ញុំជាមន្ត្រីជាន់ខ្ពស់នៃក្រសួងនេះថ្នាក់ទី1គ្រាន់តែឥឡូវតំណែងរបស់ខ្ញុំនេះគឺជាតំណែងទំនេរដែលគេដកហូតអំណាចអស់ហើយខ្ញុំនិយាយច្រើនពេកហើយបន្ទប់ចម្អិនអាហាររៀបចំរួចរាល់ហើយសូមលោកស្រីទទួលបន្ទុកចុះគ្មានបញ្ហាទេពួកគេសុទ្ធតែជាមនុស្សរបស់ក្រសួងនេះជាទាហានការពារដែលដកថ្មទីនេះមានពួកគេចាំយាមលោកស្រីធំព្រះមហាក្សត្រនិងព្រះរាជទាយាទចាំយូរហើយបើសិនអីចឹងសូមរំខានលោកកុយហើយនេះជាដែលត្រូវធ្វើទេខ្ញុំបាទជាមន្ត្រីឆេនសវ៉ាន់សូមចូលគាល់ព្រះចៅអធិរាជអញហើយមែនទេឆេនសាវ៉ាន់អ្នកដែលបង្កើតការឆាម្ហូបឆេនសាវៀនក្រោកឡើងចុះឮថាស្អែកនេះនឹងដាក់ឲ្យប្រើប្រព័ន្ធសមាជនិងសិទ្ធិអាជីវកម្មមែនទេ
ខ្ញុំកំពុងសួរ Chen Svian ទេតើ ព្រះមាតាចែកលេងហើយរាជសាមញ្ញទទួលបន្ទុកតែរឿងធ្វើម្ហូបក្រៅពីនោះសុទ្ធតែជាគំនិតរបស់លោកស្រីសុទ្ធតែជាគំនិតស្នេហាមែនទេតើរឿងនេះចេញមកយ៉ាងម៉េចថ្ងៃនេះជាថ្ងៃខួបកំណើតរបស់ព្រះមាតារៀបចំពិធីជប់លៀងមន្ត្រីទាំងអស់គឺប្រគល់ឲ្យឯងទទួលខុសត្រូវបើមានបញ្ហាអ្វីកើតឡើងខ្ញុំនឹងរកខុសត្រូវពីឯងមិនខានព្រះអង្គឯងថយចេញទៅសិនចុះ Chen Svian សូមតាមខ្ញុំមកព្រះមហាក្សត្រព្រះមាតាឲ្យខ្ញុំនាំ Chen Svian ទៅបន្ទប់ចម្អិនអាហារយើងដឹងហើយទៅចាំខាងមុខទៅយើងមានរឿងចង់និយាយជាលក្ខណៈបុគ្គលជាមួយ Chen Svian តើឯងចង់ប្រឆាំងនឹងព្រះរាជចង្ការឬទូបង្គំមិនហ៊ានទេអ្នកគឺហេងវ៉ាន់មែនទេខ្ញុំបាទផ្ទាល់ទើបតែបានជួបគ្នាមិញនេះមុខម្ហូបអ្នកធ្វើឆ្ងាញ់ណាស់ខ្ញុំចូលចិត្តណាស់ច្បងរបស់ខ្ញុំកូនប្រជាជនសូមថ្វាយបង្គំអង្គអំសាញ់ ហេនវ៉ាន់អ្នកចង់ជួបគាត់មែនទេប្រាប់លឹមវ៉ាន់មួយម៉ាត់អ្នកអាចនិយាយផ្ទាល់ជាមួយលោកជំទាវបានពិតជាគ្មានឱកាសជួបគ្នាជាលក្ខណៈឯកជនទេពេលអ្នកត្រឡប់ទៅវិញហើយប្រាប់លឹមវ៉ាន់ខ្ញុំគឺនៅខាងនាងមកដល់បន្ទប់ចម្អិនអាហារព្រះរាជហើយមនុស្សដែលចាំមើលឃ្លាំមើលសារមេតបមានច្រើនណាស់ថ្ងៃនេះអ្នកធ្វើម្ហូបអបអរសាទរខួបកំណើតព្រះមាតាមានភ្នែកជាច្រើននឹងចាំមើលអ្នកបើអញ្ចឹងសូមក្រាបទូលលោកនាយកក្មេងប្រុសនេះសូមចូលទៅមុនហើយចងចាំពាក្យដាស់តឿនរបស់ខ្ញុំចុះព្រះករុណាទីនេះសូមប្រគល់ឲ្យអ្នកទទួលខុសត្រូវខ្ញុំទៅធ្វើនំខេកសិនហើយនំខេកដែលអ្នកនិយាយនោះជាអ្វីទៅតពេលនោះអ្នកនឹងដឹងហើយតាមផ្លូវដែលធ្វើដំណើរមកនេះមានឱកាសធ្វើសកម្មភាពអ្វីដែរឬទេតាមផ្លូវដែលឆ្លងកាត់មកសុទ្ធតែមានមនុស្សរបស់ម្ចាស់បើមាននរណាម្នាក់ហ៊ានធ្វើសកម្មភាពពួកយើងឌីឡាននឹងដឹងខ្លួនអ្វីដែលគួរធ្វើគឺធ្វើរួចអស់ហើយតើបៃឈិនឲ្យអ្នករៀបចំអ្វីខ្លះហើយរៀបចំបានដល់ណាហើយបានរៀបចំរួចរាល់ហើយព្រះតេជគុណលីវម៉ូលោកជំទាវព្រះតេជគុណអញ្ជើញមកដល់ហើយក្នុងចំណោមម្ហូបអាហារថ្ងៃនេះថែមទាំងមានម្ហូបថ្មីមួយចំនួនទៀតផងក្លិនឈ្ងុយនេះពិតជាធ្វើឲ្យទប់ចិត្តមិនសូវបានទេណាព្រះមហាក្សត្រស្ដេចយាងមកដល់ហើយព្រះមាតាព្រះរាជទាយាទស្ដេចយាងមកដល់ហើយសូមថ្វាយបង្គំព្រះមហាក្សត្រសូមថ្វាយបង្គំព្រះមាតាពួកទាំងអស់គ្នាក្រោកឡើងចុះព្រះមាតាកូនមានរឿងមួយមិនយល់ព្រះតេជគុណឈៀងឈៀនចំណាត់ថ្នាក់មុខតំណែងមន្ត្រីរាជការនេះរៀបចំយ៉ាងម៉េចដែរហេតុអ្វីបានជាគ្រូសាស្ត្រក្នុងការសេនាប្រមុខរៀបចំកន្លែងអង្គុយមិនសមហេតុផលបែបនេះឈិនយីបានលះបង់ដើម្បីរាជាណាចក្រដាស៊ូជាច្រើនឆ្នាំឥឡូវនេះគាត់អត់មានវត្តមានថានឹងរស័ក្តិរបស់គាត់ត្រូវគេប្រព្រឹត្តចំពោះបែបនេះទៅបានមិនខ្លាចធ្វើឲ្យប៉ះពាល់ដល់ទឹកចិត្តប្រជារាស្ត្រទូទាំងនគរទេប្រហែលជាអ្នករៀបចំធ្វើឲ្យស្រួលខ្លួនហើយស្រួលខ្លួនណាស់ចុះហេតុអ្វីបានជាមិនធ្វើឲ្យកន្លែងរបស់ស៊ីទូសុនស្រួលផងទៅមិនដឹងថាព្រះតេជគុណយល់ថាគួរបែបណាដែរកាត់មុខភ្លាមអ្នកណានៅទីនេះធ្វើតាមអ្វីដែលព្រះតេជគុណមានបន្ទូលទៅថ្ងៃនេះបើមានអ្នកណាហ៊ានមានរឿងជាមួយគ្រូសាសេនាប្រមុខគឺមានរឿងជាមួយខ្ញុំហើយឆេនស្វីនទទួលព្រះរាជចង្ការព្រះរាជបន្ទូលផ្ទាល់របស់ព្រះមហាក្សត្រសូមអញ្ជើញឆេនស្វីនទៅមុខព្រះបរមរាជវាំងដើម្បីដោះស្រាយចម្ងល់ជូនមន្ត្រីរាជការឈ្មោះសាយ៉ាវឆេនស្វីនទទួលព្រះរាជចង្ការនេះគឺជានំហឺនេះជានំខែថ្ងៃកំណើតតែរាជសាមញ្ញធ្វើឡើងពិសេសថ្វាយព្រះមាតាអីចឹងសូមរុញវាទៅជាមួយគ្នាចុះឆេនស្វីនការស្លាប់មិនមែនជារឿងយឺតពេលទេក្មេងតូចម្នាក់នេះក្នុងក្បាលមានគំនិតអីខ្លះទៅគួរឲ្យស្ដាយណាស់មើលជំហានជើងរបស់គេចុះក្មេងប្រុសម្នាក់នេះបានឈានដល់កម្រិតទី1រួចហើយឆេនស៊ွန်ក្រាបបង្គំព្រះករុណាជីវិតតម្កល់លើបង្គំសម្ដេចម៉ែឆេនស៊ွန်ចូលប្រាប់មកតើរបស់នោះជាអ្វីទៅអី
នេះគឺជានំខេកនំខេកនេះមុខជាមានរសជាតិឆ្ងាញ់ហើយ អ៊ីចឹងតោះចែកគ្នាហូបម្នាក់បន្តិចទៅ ឆេនស៊ន់លើកនេះអ្នកមានគុណបំណាច់ធំណាស់មកចិត្តយើងមកនិយាយរឿងនំខេកនេះឲ្យយើងស្ដាប់ថ្ងៃខួបកំណើតថ្ងៃនេះតើព្រះរាជានីពេញចិត្តដែរទេ យើងពេញចិត្តណាស់គួរតែព្រះរាជទានរង្វាន់ឆេនស៊ន់តើអ្នកមានគំនិតចង់ចូលបម្រើការងាររាជការដែរឬទេ ទូបង្គំសូមព្រះរាជទានទោសមិនបានទេទោះបីជាក្មេងនេះមានទេពកោសល្យធ្វើតែគ្មានឋានៈជាមន្ត្រីទេ ទូបង្គំយល់ថាគ្មានបញ្ហាអ្វីទេបើក្រសួងមិនព្រមទទួលយកឆេនស៊ន់ទេ ពិតព្រះអង្គមិនអាចទេក្រសួងគ្រប់គ្រងហិរញ្ញវត្ថុរបស់នគរយើងក្មេងនេះមានដើមកំណើតក្រីក្រប្រវត្តិរូបនិងសិលធម៌មិនទាន់ដឹងច្បាស់ទេមនុស្សដែលមានទេពកោសល្យបែបនេះបើមិនយកមកប្រើប្រាស់សម្រាប់នគរយើងតើមិនគួរឲ្យស្ដាយទេ ឆេនស៊ន់យើងសួរអ្នកបន្តិចចុះរឿងបានសមាជិកនឹងហាងសាខានៅតើជាគំនិតរបស់អ្នកមែនទេ មិនមែនជាគំនិតរបស់ទូបង្គំជាអ្នករាជសារមែនទេ វិធីសាស្ត្ររកស៊ីរបស់ភោជនីយដ្ឋាននេះគឺជាគំនិតរបស់លោកជំទាវធំ ការគ្រប់គ្រងភោជនីយដ្ឋានរបស់ជួនមេតប គឺពិតជាទូបង្គំបានចាត់ចែងដោយផ្ទាល់មែន លោកជំទាវធំមានទេពកោសល្យខាងរកស៊ីខ្លាំងដំឡើងផងបច្ចុប្បន្នឃ្លាំងរតនាគារជាតិមានភាពទេស្អាតកំពុងត្រូវការដំណោះស្រាយជាបន្ទាន់ តើអ្នកអាចផ្ដល់យោបល់ខ្លះដល់ពួកយើងបានទេ ទូបង្គំពិតជាបានពិចារណាហើយក៏បានគិតរកដំណោះស្រាយមួយឃើញដែរ តើលោកជំទាវអាចប្រាប់ឲ្យដឹងបានទេ គឺការចេញផ្សាយបរិវត្តពួកឈ្មោះអ្នកមាននៅតូភាគច្រើនលាក់លុយទុកនៅផ្ទះបើសិនជាមានការធានាពីព្រះរាជវាំងក្នុងការចេញមូលបត្រឲ្យពួកអ្នកមានទិញហើយផ្ដល់ការប្រាក់កម្រិតណាមួយ វិធីនេះមិនសមទេគឺគ្រាន់តែរឿងញ៉ៃញ៉ៃ មានអ្វីមិនសមខ្ញុំគិតថាវិធីនេះផ្ដល់ផលប្រយោជន៍ដល់ប្រជាជននិងសង្គមបានប្រយោជន៍ពីរយ៉ាង បានហើយរឿងនេះទុកពិភាក្សានៅពេលប្រជុំព្រឹកស្អែកវិធីនេះជាអ្នកគិតមែនទេ រឿងនេះតូចតាចមិនដឹងអីសោះ ឆិនស៊ី បាទមាន តើអ្នកចង់បានរង្វាន់អ្វីចង់ធ្វើជាមន្ត្រីទេ ខ្ញុំគ្មានលក្ខណៈគ្រប់គ្រាន់ចូលធ្វើជាមន្ត្រីទេគ្រាន់តែចង់ធ្វើម្ហូបនិងហាត់ក្បាច់គុណឲ្យបានល្អ គ្រាន់តែចង់ធ្វើម្ហូបនិងហាត់ក្បាច់គុណមែនទេ អញ្ចឹងបើអ្នកចូលបម្រើការនៅចុងភៅរាជវាំងយ៉ាងម៉េចដែរក្មេងប្រុសចូលនិយាយគំនិតដើមរបស់អ្នកមកបាទព្រះនាងម្ចាស់ខ្ញុំជាមនុស្សសាមញ្ញម្នាក់កើតនៅភូមិស្រុកធ្លាប់រស់នៅដោយសេរីមិនស៊ាំនឹងច្បាប់ទម្លាប់ក្នុងវាំងច្រើនពេកទេខ្ញុំគ្រាន់តែចង់ធ្វើម្ហូបនិងហាត់គុណរស់នៅដោយសេរីក្នុងលោកីដូច្នេះខ្ញុំហ៊ានបដិសេធចិត្តល្អរបស់ព្រះនាងប៉ុន្តែប្រសិនបើព្រះនាងចង់ញ៉ាំម្ហូបដែលខ្ញុំធ្វើគ្រាន់តែប្រាប់មកខ្ញុំនឹងធ្វើភ្លាមហើយបញ្ជូនចូលមកក្នុងវាំងពិតជាសេរីភាពក្នុងលោកីមែនសមនឹងជាអ្នកគុណនិយមគួរតែបែបនេះ បើអីចឹងយើងក៏មិនបង្ខំដែរថ្ងៃនេះមានស្នាដៃធំយើងនឹងផ្ដល់រង្វាន់ដល់អ្នកអស្ថប់ចិញ្ចឹមរាងកាយនិងទឹកទាបបំពង់ធម្មពលកាយ អរគុណព្រះនាងសម្រាប់រង្វាន់ ធានាថាអ្នកនឹងក្លាយជាអ្នកគុណនិយមថ្នាក់ទី2ចៅវ៉ៃនីកុងនាំឈិនស៊ីទៅបើករង្វាន់ ទូបង្គំចាំបន្តិចព្រះមេដាម្ហូបនេះពិតជាមានរសជាតិឆ្ងាញ់ណាស់ថែមទាំងចិនក៏ចង់ញ៉ាំដែរព្រះអង្គអាចចាត់តាំងមនុស្សម្នាក់បានរីឯចិនចង់ផ្ដល់ផ្លាកសញ្ញាមាសដល់ចិនសវៀងអនុញ្ញាតឲ្យគេចេញចូលព្រះបរមរាជវាំងពេលចង់ញ៉ាំឲ្យគេកំហុបចូលមកសូមព្រះមេដាអនុគ្រោះព្រះមេដារីឯចិនគ្រាន់តែចង់បាន ក្នុងអធិរាជចូលចិត្តខាងនោះធ្វើបែបនឹងចុះ អរព្រះគុណព្រះមេដាខាន់កុងកុងទូបង្គំនៅទីនេះនាំចិនសវៀនទៅទទួលរង្វាន់រឿងចម្រងចម្រើនក្នុងព្រះរាជវាំងនេះហាក់ដូចជាមិនពាក់ព័ន្ធក៏មិនបានដែរគ្រាន់តែរងចាំមើលថាតើលោកជំទីធំសម្រាប់ចិត្តយ៉ាងម៉េចប្អូនប្រុសសវៀនហេតុអ្វីក៏បដិសេធមិនចូលបម្រើការងាររាជការខ្ញុំទម្លាប់រស់នៅតាមសេរីភាពហើយតែដីដ៏ធំធេងនេះតើមានសេរីភាពនៅណាទៅទោះបីជាជិះផុតក៏ដោយសម្ដីដែលខ្ញុំជាអ្នកនិយាយប្អូនប្រុសគ្រាន់តែស្ដាប់ហើយបំភ្លេចចោលទៅថ្ងៃនេះបើមិនមែនព្រោះតែមានវត្តមានព្រះអង្គទេនោះមានរឿងកើតឡើងប្អូនប្រុសនៅក្មេងណាស់មិនដឹងពីភាពគ្រោះថ្នាក់ក្នុងរាជវាំងទេប៉ុន្តែសំណាងល្អដែលបានឆ្លងផុតគ្រោះថ្នាក់បើមិនដូច្នោះទេមិនបានញ៉ាំម្ហូបនៅភោជនីយដ្ឋានទុយសៀនសឺនទៀតទេកុងកុងធ្លាប់ទៅញ៉ាំនៅទីនោះដែរឬឈ្មោះល្បីរបស់ភោជនីយដ្ឋានទុយសៀនសឺនបានលេចទៅដល់ក្នុងវាំងយូរហើយខ្ញុំក៏ធ្លាប់ទៅទីនោះវាយដងដែរប្អូនប្រុសចង់បានវិជាគុណបែបណាដែរវិជាទូខ្លួនវិជាផ្លូវដង្ហើមឬក៏វិជាដាវខាន់កុងកុងសូមសួរថាតើក្នុងលោកនេះមានការវឹកហាត់ទាំងពីរផ្លូវដែរឬទេហេតុអ្វីបានជាប្អូនប្រុសសួរបែបនេះក្មេងប្រុសម្នាក់នេះបានវឹកហាត់ទូខ្លួនហើយប៉ុន្តែចំពោះផ្លូវដង្ហើមវិញក៏មានការបុកប្រតិបត្តិដែរគឺមានការវឹកហាត់ទាំងពីរផ្លូវមែនប៉ុន្តែខ្ញុំមិនណែនាំទេបើវឹកហាត់ទាំងពីរផ្លូវវាស៊ីពេលនឹងកម្លាំងណាស់មិននឹងការខំប្រឹងទេឲ្យតែអាចវឹកហាត់បានគឺបានហើយអញ្ចឹងខ្ញុំយកផ្នែកវាប្រហារនៃផ្លូវដង្ហើមចុះលទ្ធផលវិញ
វិជាដៅគ្មានមូលដ្ឋានទេអញ្ចឹងខ្ញុំយកសៀវភៅក្បាច់គុណមួយប្រសិនបើលោកបងទុកចិត្តខ្ញុំបម្រើព្រះរាជវាំងម្នាក់នេះឲ្យខ្ញុំជួយរើសជូនលោកបងល្អទេខ្ញុំបាទប្រកាសជាទុកចិត្តលោកពូហើយក្បាច់ប្រយុទ្ធនិងសមិទ្ធផលនេះគឺភ្ជាប់ទៅនឹងកម្រិតខ្ពស់មិនអន់ជាងក្បាច់ប្រយុទ្ធកម្រិតទាបធម្មតាទេតោះខ្ញុំនាំអ្នកត្រឡប់ទៅបន្ទប់ចម្អិនអាហារហ្វុងស៊ុកវិញតើបងប្រុសមានបំណងចូលរួមការជ្រើសរើសសិស្សហ្វឹកហាត់ទេហើយអ្វីបានជាលោកពូស្រាប់តែសួរពីរឿងនេះប៉ុន្តែខ្ញុំបម្រើព្រះរាជវាំងនេះមិនយល់ស្របឲ្យបងប្រុសទៅចូលរួមការជ្រើសរើសសិស្សទេបាទទៅគឺផ្ដល់ឱកាសដល់អ្នកទាំងនោះអត្ថន័យរបស់លោកពូគឺបើខ្ញុំចូលរួមការជ្រើសរើសសិស្សហ្វឹកហាត់គឺគ្មានថ្ងៃបានត្រឡប់មកវិញទេរឿងនេះវាពិតណាស់បងប្រុសប្រហែលជាមិនទាន់ដឹងទេតើវាបានផ្ដល់ផលប៉ះពាល់បែបណាខ្លះដល់នគរតៅនេះតើជាការប្រកួតទល់មុខគ្នាទេប្រកាសជាមិនមែនដែរការប្រឡងគឺមានច្រើនវិស័យនៅទីខាងលិចទីក្រុងរបស់យើងមានភ្នំចំនួន4ដែលត្រូវបានសម្អាតរួចរាល់ហើយដើម្បីយកធ្វើជាទីតាំងប្រឡងភ្នំនីមួយគឺជាកន្លែងប្រឡងថ្នាក់ទី1ដល់ថ្នាក់ទី4មនុស្សគ្រប់គ្នាត្រូវតែចូលក្នុងភ្នំចឹងតើគេសម្រេចអ្នកលេខ1ដោយរបៀបណាគេនឹងផ្ដល់ស្លាកអត្តសញ្ញាណម្នាក់មួយហើយក៏នានាតាមចំនួនស្លាកដែលទទួលបានបញ្ចូលក្នុងតារាងចំណាត់ថ្នាក់ចឹងហើយអ្នកដែលទាស់ជាមួយខ្ញុំដូច្នេះហើយបានជាខ្ញុំមិនណែនាំឲ្យប្អូនទៅប្រឡងទេសមត្ថភាពប្រយុទ្ធរបស់ប្អូនជំនាញតបនឹងមិនខ្វះខាតធនធានហ្វឹកហាត់ឲ្យប្អូនទេអរគុណលោកពូតុងដែលបានរំលឹកទោះបីជាមេការហៃមើលទៅចម្លែកបន្តិចប៉ុន្តែគាត់មើលទៅហាក់ដូចជាល្អណាស់ដែរហើយអ្វីបានជារីករាយម្ល៉េះព្រះចៅអធិរាជសពព្រះតេយយ៉ាងខ្លាំងបានប្រទានប្រាក់40ដំឡឹងដល់ពួកយើងទាំងអស់គ្នាអរគុណមេចុងភៅបើគ្មានមេចុងភៅទេពួកយើងក៏មិនមានជីវិតរស់នៅបែបនេះដែរមេចុងភៅអញមើលទៅហាក់ដូចជាគ្មានសុភមង្គលសោះអត់ទេខ្ញុំរីករាយណាស់ប្រាក់រង្វាន់40ដំឡឹងបើកាលពីមុនទឹកប្រាក់ប៉ុណ្ណឹងស្មើនឹងប្រាក់ខែខ្ញុំជាមួយឆ្នាំទៅហើយបើកាលពីសម័យអាសុងនៅទីនេះប្រាក់ខែឯងបានប៉ុន្មានដែរតាមពិតប្រាក់ខែមាន2ដំឡឹង5ហ៊ុនប៉ុន្តែអាសុងកាត់យក1ដំឡឹងបានជាខ្ញុំទទួលបានត្រឹម1ដំឡឹង5ហ៊ុនប៉ុណ្ណោះក្នុងរយៈពេល1ខែនេះតែអ្នកតាមខ្ញុំប្រាក់ខែបានប៉ុន្មានដែរបានដល់ទៅ8ដំឡឹងគួរតែអាចឲ្យប្រពន្ធកូននិងឪពុកម្ដាយរបស់ឯងរស់នៅក្នុងទីក្រុងនេះមានជីវភាពសមរម្យល្មមសំគួរដែរហើយមែនទេចុះហេតុអ្វីបានជាអញត្រូវក្បត់ខ្ញុំទៅវិញលោកម្ចាស់ឲ្យសូមមេត្តាលោកម្ចាស់ឲ្យសូមមេត្តារូបខ្ញុំក៏គ្មានជំរឿនទៅត្រូវធ្វើរឿងបែបនេះដែរសារភាពតាមត្រង់មកតើជាអ្នកណាបញ្ជាឲ្យអញធ្វើបែបនេះខ្ញុំមិនដឹងថាគាត់ជានរណាទេគាត់បានឲ្យថ្នាំមួយកញ្ចប់ដល់ខ្ញុំហើយប្រាប់ឲ្យខ្ញុំយកទៅលីក្នុងហូបគាត់ប្រាប់ថាបើខ្ញុំមិនធ្វើតាមទេគ្រួសាររបស់ខ្ញុំនឹងគ្មានទីជម្រកស្នាក់នៅទីក្រុងនេះទៅទៀតឡើយកុំអីខ្ញុំងាប់ហើយខ្ញុំមិនបានដាក់ថ្នាំទេសូមមេត្តាអត់ទោសផងយកវាចុះមើលថែវាឲ្យល្អរងចាំការសម្រេចពីលោកជំទាវធំបាទអញដឹងតាំងពីព្រឹកថាគាត់មានបញ្ហាគាត់បានប្រាក់រង្វាន់តែមុខមិនរីករាយសោះទើបគិតថាគាត់មានបញ្ហាដូច្នេះហើយខ្ញុំក៏ធ្វើជាដឹងរួចទម្លាក់កំហុសដាក់គាត់មិននឹកស្មានថាគាត់សារភាពបែបនេះទេស្មានថាអ្នកពូកែតែរឿងធ្វើម្ហូបមិននឹកស្មានថាអ្នកមានការវិនិច្ឆ័យបែបនេះសោះត្រូវហើយមិនទាន់ស្គាល់ឈ្មោះសោះខ្ញុំឈ្មោះលីសូយួនថ្ងៃនេះអរគុណអ្នកទាំងអស់គ្នាហើយសុទ្ធតែជាមនុស្សក្នុងមេតបមិនបាច់និយាយច្រើនទេថ្ងៃនេះអរគុណដែលបានឃើញផ្ទាល់បើថ្ងៃក្រោយមានការត្រូវការមេតបនឹងជួយអស់ពីលទ្ធភាពមិនបាច់ដល់ថ្នាក់នឹងទេលោកមេតបឈិនទើបតែស្លាប់បាន3ឆ្នាំសោះពួកវាហ៊ានធ្វើរឿងបែបនេះអនាគតរាជវាំងជើគួរឲ្យព្រួយបារម្ភណាស់នំខេកថ្ងៃនេះដល់ពេលនេះនៅតែឆ្ងាញ់ជាប់មាត់ដែរខ្ញុំចង់សុំនំខេកពីឈិនសិនញ៉ាំទៀតចាំបន្តិចទៀតខ្ញុំប្រាប់ឈិនសិនឲ្យខាងឈិនសិនគោរពលោកជំទាវធំឈិនសិននំខេកមួយនោះស្អែកបើអញទំនេរធ្វើឲ្យខ្ញុំមួយមកគ្មានបញ្ហាទេស្អែកខ្ញុំធ្វើរួចនឹងយកមកជូនលោកជំទាវនាងបានចូលជាអ្នកប្រយុទ្ធថ្នាក់ទី1តើចង់ចូលរួមការប្រឡងធ្វើជាកូនសិស្សខ្ញុំទេបាទចាស់ចង់ល្អបើឯងនៅរស់រៀនមានជីវិតចេញមកខ្ញុំនឹងទទួលឯងជាកូនសិស្សក្រៅឈ្មោះតាមពិតមិនក៏បែបហ្នឹងឯងមិនព្រមទេខ្ញុំចង់ប្រជែងយកជីវិតមួយមានបំណងប្រាថ្នាគឺល្អហើយប៉ុន្តែរស់រៀនមានជីវិតគឺសំខាន់បំផុតបើអាចខ្លាយជាលេខ1ពិតមែនខ្ញុំនឹងផ្ដល់រង្វាន់ពិសេសមួយរង្វាន់អីទៅយកវាឲ្យបានសិនចាំនិយាយទៅចុះអ្នកគិតថាឈិនសិន arrogant ពេកហើយយ៉ាងណាក៏នៅក្មេងមានស្នាដៃបន្តិចបន្តួចគ្រាន់តែគិតថាខ្លួនឯងចេះជាងគេខ្ញុំវិញគិតថាអត់ទេព្យាបានជាឯងផ្ដល់តម្លៃលើគាត់ម្ល៉េះទេគឺស្មារតីប្រាប់ខ្ញុំគាត់មានទំនុកចិត្តទើបនិយាយបែបនេះគាត់ក៏ដូចជាគូដែរពឹងផ្អែកលើដំណក់ទឹកសន្សំចូលថ្នាក់ទី1ក្រោយមកក៏គ្មានពេលហាត់ក្បាច់គុណដែរចំណែកឯអ្នកចូលរួមប្រឡងសុទ្ធតែមានកម្លាំងខ្លាំងចូលថ្នាក់ទី1
ហើយហាត់ឆ្អឹងជាង100ដុំតើគាត់អាចយកលេខ1ដោយរបៀបណាទៅ ពួកឯងចាប់ជនក្បត់នោះបានហើយឬបាទតើដឹងទេថាថ្ងៃនេះមានគ្រោះថ្នាក់ប៉ុណ្ណាដឹងសំណាងល្អដែលមានគេជួយការពារជំពាក់គុណគេយ៉ាងធំ នៅសល់7ថ្ងៃទៀតដល់ពេលប្រឡងហើយ7ថ្ងៃនេះឯងបន្តមកទីខ្ញុំទៀតមកខ្ញុំអាចជួយហាត់ឆ្អឹងបន្ថែមដល់ឯង បាទ ថ្ងៃស្អែកឯងត្រូវទៅជាមួយ CA ចុះឈ្មោះទៅឯងមកហើយទើបតែទទួលបានដំណឹងគ្រូសាលីអ៊ឺសមាជិក5នាក់ស្លាប់ទាំងអស់គ្នា ចាប់ពីពេលដែលលីអ៊ូត្រូវបានគេទិញទឹកចិត្តមកមិនថាសម្រាប់ឬអត់ទេក្រុមគ្រួសារគេគឺគ្មានផ្លូវរស់ទេ ពេលនេះឯងគិតយ៉ាងម៉េចដែរ ថ្ងៃណាមួយប្រសិនបើខ្ញុំមានសមត្ថភាពខ្ញុំពិតជាត្រូវតែរកមុខអ្នកនៅពីក្រោយនេះដើម្បីកម្ចាត់ពួកវាចោល ប្រសិនបើសិនជាអ្នកនៅពីក្រោយក្នុងនេះគឺជាព្រះមាតាក្ត្រីនោះតើឯងក៏ត្រូវកម្ចាត់ចោលដែរឬ តើលោកជំទាវគិតយ៉ាងម៉េចដែរ ខ្ញុំគិតថាគាត់គួរតែទៅរួមដំណើរជាមួយអតីតអធិរាជ លោកជំទាវរឿងមួយទៀតត្រូវនិយាយជាមួយអ្នកគឺតាក់ទងនឹងអធិរាជវ័យក្មេង ព្រះចៅអធិរាជវ័យក្មេង ព្រះចៅអធិរាជវ័យក្មេងអង្គនេះតាមពិតមានលក្ខណៈស្លូតបូតបន្តិចទ្រង់បានឲ្យខ្ញុំប្រាប់អ្នកថាទ្រង់នៅខាងលោកអ្នកទេ ឥឡូវនេះគាត់តាក់ទាញខ្ញុំហើយតើប៉ុន្តែគាត់ត្រូវបានលើកស្ទួយដោយលោកឧត្តមសេនីយ៍ស្រាប់ហើយ ចុះលោកជំទាវយ៉ាងម៉េចដែរ ខ្ញុំពិតជាគាំទ្រប្រសិនបើមានឱកាសសូមប្រាប់គាត់ថាឧត្តមសេនីយ៍នៅពីក្រោយគាត់ជានិច្ច Chen Sen ខ្ញុំនៅសួនអស់ខាងក្រោមនេះចាំខ្ញុំបន្តិចសិនទៅ អ្នកជាប្រុសសុទ្ធសាធមកដាំផ្កាច្រើនបែបនេះនៅក្នុងសួនធ្វើអ្វី អរអ្នកនាងកុំប៉ះរបស់ទាំងនោះទាំងនេះសុទ្ធតែជាឧបករណ៍រកលុយ ហេហេតុអ្វីបានជាកៅអីនេះខ្សែកង់បែបនេះ អ្នកនាងទី2 មួយនេះស្អាតណាស់តើអ្នកយកវាមកពីណា ខ្ញុំបានរចនាវាឲ្យជាងឈើធ្វើវាចាំបន្តិចទៀតខ្ញុំឲ្យគេយកវាទៅសួនរបស់ខ្ញុំ អ្នកនាងទី2ខ្ញុំមានតែមួយនេះទេឲ្យជាងឈើធ្វើមួយផ្សេងទៀតទៅ ចៅលួចឬ ចោលលួចនឹងឯងចោះមិនដែរលោកជំទាវឲ្យខ្ញុំនាំអ្នកទៅចុះឈ្មោះ បាទ Chen San ទៅជាមួយខ្ញុំមកនិយាយអញ្ចឹងតើអ្នកដឹងពីគូប្រកួតរបស់អ្នកទេ មិនដឹងទេ ខ្ញុំដឹងត្រឹមថាការប្រឡងសិល្បៈក្បាច់គុនថ្នាក់ទី1កំណត់អាយុក្រោម18ឆ្នាំតាមការយល់ដឹងរបស់ខ្ញុំមានមនុស្សពី3នាក់ប្រសិនបើអ្នកជួបពួកគេរត់ឲ្យលឿនទៅបានហើយ នរណាខ្លះទៅ ទី1កូនប្រុសរបស់ស្ដេចសៀនលីណាន់ស៊ីងអាយុ13ឆ្នាំកម្លាំងពាន់ឆ្មាំចូលថ្នាក់ទី1ឆ្អឹងឡាយ137ដុំគឺជាល្បីល្បាញនៅរាជធានីទី2គឺកូនស្រីរបស់វាងខួយវាងយ៉ានអាយុ15ឆ្នាំដូចដែរកម្លាំងស្មើ900ចិនឆ្អឹងវឹកហាត់150ដុំ ទី3កុំទី10ស្ទីទូចៅមានន័យថាគូប្រកួតរបស់ខ្ញុំសុទ្ធតែជាក្មេងតូចសោះកុំប្រហែសឲ្យសោះខ្លួនឯងក៏ទើបតែមានអាយុ15ឆ្នាំដែរហេតុអ្វីក៏ឈប់ខានទៅមុខផ្លូវខាងមុខរីកក្រុមជៀនមិនអាចឆ្លងកាត់បានទេ មិនមែនជាទី2របស់ជាងជុនហ្វូទេអីចៅយីងរ៉ាន់របស់ដូចជាសេភីងដែលបងស្រីខ្ញុំមិនយកឯងបែរជាចូលចិត្តខ្លាំងណាស់តើអាចនៅក្បែរបងប្រុសសេភីងដែលជាមនុស្សពូកែបែបនេះគឺជាកិត្តិយសរបស់ខ្ញុំហើយចំណែកឯងវិញបែរជាអង្គការជាមួយអ្នកបម្រើទៅវិញមិនពាក់ព័ន្ធនឹងឯងទេផ្លូវនាងខ្ញុំខ្ជិលនិយាយច្រើនជាមួយឯងណាស់ហេតុអ្វីត្រូវផ្លូវឲ្យឯង នាងតូចស្ថានភាពរបស់ជាងជុនហ្វូពេលនេះឯងក៏ដឹងដែរតើឯងពិតជាចង់បង្កចំនួនជាមួយត្រកូលសេនឹងចៅនៅថ្ងៃនេះមែនទេ ផ្លូវអ្នកនោះជាអ្នកណាទៅ ចៅយីងរ៉ាន់លោកតាទូតរបស់គាត់គឺជាអាចារ្យឲ្យវត្តសវៀនជីងជាអ្នកខ្លាំងថ្នាក់ទី8ចៅតុងលី ចឹងគាត់ក៏ជាអ្នកក្បាច់គុនថ្នាក់ទី4ដែរ គួរឲ្យស្ដាយដែលខ្ញុំអាយុតិចពេក តើត្រកូលសេនេះមានប្រភពមកពីណា ឪពុករបស់សេយុនគឺជាសេនាធិការក្រសួងសង្គ្រាមបច្ចុប្បន្នពីមុនធ្លាប់ជាកូនចៅក្រមមកវាទៅពុកខ្ញុំគ្រាន់តែបន្ទាប់ពីឪពុកខ្ញុំស្លាប់ក្នុងសមរភូមិគាត់មិនអីទេចាំពេលខ្ញុំមានអំណាចនាពេលអនាគតខ្ញុំនឹងធ្វើឲ្យត្រកូលស៊ីនោះស្ដាយក្រោយជាមិនខានតូចាងឯងនាំឈិនស្វែងទៅចុះឈ្មោះនៅទីនោះទៅ ឈិនស្វែងមកពីមេតបអាយុ16ឆ្នាំអ្នកក្បាច់គុនថ្នាក់ទី1ឯងឈ្មោះឈិនស្វែងមែនទេមានរឿងអីជំរាបជូនជួបហេតុអ្វីមិនព្រមគោរពសូមគោរពខ្ញុំនឹងសម្លាប់ឯងដោយផ្ទាល់ហេតុអីចង់សម្លាប់ឯងត្រូវការហេតុអីទៀត
Anhគ្រាន់តែត្រូវសហការឲ្យបានល្អទៅបានហើយនេះជាឆ្កែដែលអញចិញ្ចឹមមែនទេឯងថាខ្ញុំឈ្មោះចុងសុនកូនប្រុសរបស់លីប៊ូស្លាងចុងភីនរ៉ូ The original is a son បើអញ្ចឹងឥឡូវខ្ញុំស្ដាយក្រោយហើយមិនទៅចូលរួមការប្រឡងនេះទេអត់បានទេអញត្រូវតែចូលរួមទោះបីជាដឹងថាពួកឯងចង់សម្លាប់ខ្ញុំក៏ដោយខ្ញុំទៅចូលរួមធ្វើអីទៀតយ៉ាងណាក៏ឯងចូលរួមដែរបញ្ជាឲ្យឯងចូលរួមចង់ឲ្យខ្ញុំចូលរួមឲ្យឆ្កែដែលឯងចិញ្ចឹមក្បាលនេះព្រោះដូចឆ្កែមកខ្ញុំនឹងចូលរួមអញស្រមើស្រមៃហើយឪពុកខ្ញុំគឺលីប៊ូស្លាងបានប៉ុន្តែបើហ៊ានបោកប្រាស់មិនលើកលែងឲ្យអញទេឲ្យតែវាព្រោះដូចឆ្កែខ្ញុំប្រកាសជាចូលរួមបើមិនបានទៅទេស្រេចតែចាត់ការចុះខ្ញុំប្រុសមកប្រកាសណាស់ខ្ញុំនឹងចូលរួមប៉ុន្តែខ្ញុំក៏សូមរំលឹកដែរថាបើអ្នកណាមិនប៉ះខ្ញុំក៏មិនប៉ះគេដែរអីចឹងហើយពួកអ្នកក៏ត្រូវត្រៀមខ្លួនស្លាប់ដែរឥឡូវខ្ញុំចាប់ផ្ដើមប្រកាសពីច្បាប់នៃការប្រឡងច្បាប់ប្រឡងគឺងារទេគឺត្រូវស្ថិតនៅក្នុងព្រៃម៉ាំងសានរយៈពេល3ថ្ងៃក្នុងអំឡុងពេលនោះអាចដណ្ដើមផ្លាកសញ្ញាគ្នាទៅវិញទៅមកហើយយកចំនួនផ្លាកសញ្ញាដើម្បីចូលប្រឡងវគ្គចុងក្រោយក្នុងដំណើរការនេះត្រូវទទួលខុសត្រូវខ្លួនឯងចំពោះហានិភ័យច្បាប់ងាយស្រួលម្ល៉េះអីចឹងពួកយើងគ្មានឱកាសតតែសោះហើយនេះហើយជាច្បាប់បើអ្នកមានមតិយោបល់អាចជ្រើសរើសមិនចូលរួមបានអ្នកណាដែលមិនមកគឺចាត់ទុកថាបោះបង់សិទ្ធិពេលនេះណានស៊ីងចង់សម្លាប់ខ្ញុំប្រកាសជាមានអ្នកទទួលបានផលប្រយោជន៍ហើយភាគច្រើនគឺលោកម្ចាស់ស៊ីនវ៉ាងតើគាត់ចាប់អារម្មណ៍នឹងការភ័យខ្លាចពេលបញ្ជាតបស្វ័យឃ្យូសែនអ្នកនោះឬបើលោកម្ចាស់ស៊ីនសានធ្វើរឿងនេះដើម្បីអ្នកដទៃក៏ហើយចុះបាននិយាយថាគាត់គិតចង់ដកគឺទៅយូរហើយភ្នែករបស់គាត់មើលទៅគួរឲ្យខ្លាចបន្តិចកុំបារម្ភគាត់គ្រាន់តែជាទាហានការពារត្រកូលហ៊ូអ្នកក្បាច់គុណថ្នាក់ទី1ដែលពឹងផ្អែកលើថ្នាំបែបនេះមិនបាច់ខ្វល់ខ្វាយទេមិនបាច់ភ័យខ្លាចទេល្អតពេលនោះអ្នកវាយមុនទៅនាងទី2កុំប្រាប់ថាឯងមិនទៅណាចុងភៅតូចរបស់អ្នកនេះក៏ត្រូវចូលរួមប្រឡងដែរអីចឹងស្អែកនាំគេទៅជាមួយផងទៅម្ហូបដែលគេធ្វើក៏ឆ្ងាញ់ដែរស្អែកទៅណាហោះឡានសាំងខ្វាន់ឡានសាំងខ្វាន់នឹងជាកន្លែងអីគេកន្លែងអប្សរាសម្ផស្សអ្នកក៏អាចយល់ថាវាស្រដៀងនឹងផ្ទះស្រីខូចដែរមិននឹកស្មានថាការចូលផ្ទះស្រីខូចលើកដំបូងគឺត្រូវប្រឈមមុខនឹងការនាំទៅដោយឈីនសឺអេលទៅវិញក្មេងប្រុសដូចហែងធ្វើដូចចេះដឹងច្រើនណាស់ឆេនស្វាន់យើងត្រូវចាក់ចេញឥឡូវនេះលោកម្ចាស់ឆេនចុះបងស្រីសៀវចៃណានាងត្រូវទទួលខុសត្រូវរឿងចម្រៀងមុនគេថ្ងៃនេះខ្ញុំទទួលខុសត្រូវសុវត្ថិភាពរបស់លោកម្ចាស់និងនាងទី2អីចឹងពឹងពាក់លើនាងហើយជប់និយាយច្រើនទៅសិនទៅឆេនស្វាន់អញមិនរៀបចំឈុតសិតនឹងអាវុធទេហីខ្ញុំបានសុំលោកជំទីធំរួចហើយប៉ុន្តែលោកជំទីធំថាគាត់នឹងរៀបចំឲ្យខ្ញុំអូតើឯងមានគម្រោងយកអាវុធអីទៅកំបិតក្នុងដងខ្លីទៅដឹងតើអ្នកចេះប្រើកាំបិតខាន់ពីមុនពេលនៅក្មេងគ្មានអីធ្វើក៏ឆ្លាក់កាំបិតឈើលេងខ្លួនឯងមនុស្សជាច្រើនហាត់ក្បាច់គុនពេលក្មេងទោះបីមិនហាត់រាងកាយនឹងឆ្អឹងក៏ដោយប៉ុន្តែពួកគេចេះប្រើអាវុធខ្ញុំហាត់កាន់ដាវចាប់តាំងពីក្មេងមកបងប្រុសតូចម្នាក់នេះស្ងប់ស្ងាត់ម្លេះមកកន្លែងបងមក